បាទបាទយើងឃើញថាសម្រាប់ព្រឹត្តិការណ៍ World Cup របស់ឆ្នាំ2026បានឈានចូលដល់ពេញមួយសប្តាហ៍ហើយបាទយើងឃើញថាសម្រាប់ការប្រកួតជុំទី2ក៏ត្រូវបានបញ្ចប់សម្រាប់ពីពូលការប្រយុទ្ធមិញក៏អបអរសម្រាប់ម្ចាស់ផ្ទះមិចស៊ីកូបានកក់កៅអី32ក្រុមចុងក្រោយរួចរាល់គណៈពេលដែលក្រុមផ្សេងទៀតនៅតែមានភាពស្រពិចស្រពើនៅក្នុងយប់នេះប្រសិនបើសហរដ្ឋអាមេរិកក្នុងនាមជាម្ចាស់ផ្ទះអាចយកឈ្នះទៅលើអូស្ត្រាលីបាននោះសហរដ្ឋអាមេរិកក៏បានកក់កៅអី32ក្រុមរួចរាល់ផងដែរបើយ៉ាងណាមិញសម្រាប់គូនៅថ្ងៃស្អែកនេះការប្រកួតដែលល្អមើលគឺរវាងប្រេស៊ីលហើយនិងហៃទីយើងអាចនិយាយថាល្អមើលក៏បានតែខ្ញុំគិតថាប្រហែលជាមិនសូវជាល្អមើលអីទេព្រោះដោយសារតែកម្រិតរបស់ប្រេស៊ីលហើយនិងហៃទីនឹងខុសគ្នាឆ្ងាយបាទសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះបាទចាប់ផ្ដើមពីសហរដ្ឋអាមេរិកជាមួយនឹងអូស្ត្រាលីមុនបាទហើយសម្រាប់ប្រេស៊ីលនោះគឺម៉ោងរៀងពិបាកមើលបន្តិចបាទលទ្ធផលការពីម្សិលមិញក៏យើងឃើញដែរថាសម្រាប់ទាំងកាណាដាបាទទាំងស្វីសឡែនបាទនៅពេលដែលឲ្យគាត់ឈ្នះគាត់អត់ឈ្នះទេបាទដល់ពេលម្សិលមិញគិតថាមើលទៅដូចជាមិនសូវស្រួលបែរតែជាឈ្នះស៊ីយ៉ាងកប់សេរីបាទអ្វីដែលមិននឹកស្មាននោះគឺសម្រាប់កាណាដាបាទស៊ីនោះស៊ីមែនតែនបាទស្របពេលដែលស្វីសឡែននោះក៏មិនធម្មតាដែរយ៉ាងណាមិញសម្រាប់ក្រុមទាំងពីរយកជ័យជំនះនេះក៏ទទួលបានសម្រាប់ផលចំណេញនៃកាតក្រហមដូចគ្នាបាទយើងឃើញថាសម្រាប់ការប្រកួតបាទទៅតែឈានចូលដល់ជុំទី2តែប៉ុណ្ណោះកាតក្រហមមានរហូតទៅដល់6ហើយប្រិមិត្តបាទច្រើនមែនតើបាទសម្រាប់ឆ្នាំនេះបាទហើយណាមួយទៀតបាទសម្រាប់ការប្រកួតការពិព្រឹកមិញក៏ចូលរួមសោកស្ដាយកីឡាករកូណេបាទរបស់កាណាដាបាទដែលត្រូវបាក់ជើងបាទទៅហើយយោងតាមការពិនិត្យគឺអត់អាចតទៅមុខទៀតបានទេបាក់ជើងហើយមានន័យតទៀតបាទនឹកមើលទៅរូបភាពដូចជាបាទគេហៅថាតិចមែនតើបាទមិនសូវជាសេរីអីខ្លាំងទេបាទប៉ុន្តែបាក់ជើងមើលដូចផុយមែនតើបាទតែតាមការលើកឡើងបាទទាត់ពីក្រោយភាគច្រើនគឺអត្រាខ្ពស់បាទនៅក្នុងការបាក់ជើងបាទតែយ៉ាងណាមិញយើងមើលរូបភាពទៅបាទវីដេអូទៅវាដូចជាតិចតួចមែនតើបាទមិនជាខ្លាំងណាស់ណាបាទប៉ុន្តែដូចជាចំមកកន្លែងទៅត្រូវផុយតែម្ដងបាទអញ្ចឹងក៏ចូលរួមសោកស្ដាយបាទសម្រាប់ខ្សែបំរើបាទកូណេរបស់កាណាដាផងដែរបាទអត់អាចតការប្រកួតទៀតបានទេបាទហើយយើងឃើញថាកាតក្រហមច្រើនអញ្ចឹងប្រិយមិត្តក៏ដឹងដែរថាសម្រាប់ការប្រកួតពេលនេះបាទគឺមាន VAR អញ្ចឹងអត់ងាយស្រួលក្នុងការគិតជាមួយនឹងកាតប្រមាណទេបាទកីឡាករទាំងអស់គឺត្រូវតែបាទព្យាយាមយ៉ាងណាថែរក្សាកុំកាចជ្រុលហួសហេតុពេកបាទតែយ៉ាងណាមិញគឺសម្រាប់ការប្រកួតនៅមិនទាន់បញ្ចប់ទេប្រិមិត្តណោះបាទការប្រកួតទើបតែចាប់ផ្ដើមជុំទី2ការប្រយុទ្ធមិញហើយក្រុមផ្សេងទៀតហ្នឹងក៏នឹងត្រូវប្រកួតជុំទី2បន្តទៀតដែរបាទហើយសម្រាប់ការប្រកួតជុំទី3បាទនឹងចាប់ផ្ដើមឡើងបន្តទៀតប្រសិនបើការប្រកួតជុំទី2ត្រូវបានបញ្ចប់បាទហើយសម្រាប់បាទចង់ឃើញណេម៉ាលេងអូយបាទជូននៅព័ត៌មានអកុសលទៀតហើយបាទសម្រាប់ណេម៉ាបាទយោងតាមបាទក្រុមការងារវិជ្ជបណ្ឌិតបាទរបស់បាទប្រេស៊ីលបានបញ្ជាក់ថាសម្រាប់ណេម៉ាគឺអត់បានចូលរួមវឹកហាត់24ម៉ោងហើយបាទអញ្ចឹងមានន័យថាសម្រាប់ការប្រកួតនៅព្រឹកស្អែកនេះគឺអត់មានវត្តមានណេម៉ាទៀតទេបាទអញ្ចឹងសម្រាប់ការកោះហៅណេម៉ានេះមិនដឹងថាតើណេម៉ានឹងបានលេងមួយប្រកួតដែរឬអត់បាទជាមួយនឹងប្រេស៊ីលបាទប៉ុន្តែយ៉ាងណាមិញក៏ត្រឹមតែជាព័ត៌មានបាទបង្ហើបតែប៉ុណ្ណោះបាទមិនមែនជាព័ត៌មានបាទច្បាស់ការ 100% ទេប៉ុន្តែយ៉ាងណាមិញសម្រាប់ការបង្ហាញប្រហែលជាច្បាស់ការហើយបាទសម្រាប់ក្រុមជម្រើសជាតិគេអត់និយាយថាច្បាស់ការទេប៉ុន្តែសម្រាប់សារព័ត៌មានបានបង្ហាញថាច្បាស់ការហើយបាទអត្រាខ្ពស់ណាស់គឺសម្រាប់ណេម៉ានេះអត់បានចូលរួមជាមួយនឹងបាទការប្រកួតទី2ទេបាទអញ្ចឹងក៏ចូលរួមសោកស្ដាយមែនតើហើយប្រិមិត្តចង់ឃើញបាទការប្រកួតរបស់ណេម៉ាប្រហែលជាមិនបានឃើញទេមើលទៅបាទហើយយ៉ាងណាមិញគឺសម្រាប់ប្រេស៊ីលនៅមិនទាន់អស់សង្ឃឹមនៅឡើយទេព្រោះការប្រកួតជាមួយនឹងហៃទីនេះគឺអាចនិយាយបានថាជាការប្រកួតមួយដ៏ស្រួលក្នុងការយកពិន្ទុហើយបើប្រសិនជាយកមិនបានទៀតអាហ្នឹងបាទប្រហែលជាមិនបានមុជមិនជ្រៅទៅមិនឆ្ងាយទេបាទបាទអញ្ចឹងសម្រាប់ការប្រកួតបាទនៅក្នុងរាត្រីនេះបាទក៏មានការប្រកួតបាទចាប់ផ្ដើមពីសហរដ្ឋអាមេរិកបាទនឹងត្រូវប្រកួតនៅវេលាម៉ោង2បាទស្របពេលដែលការប្រកួតស្កុតឡែននិងម៉ារ៉ុកនៅវេលាម៉ោង5ក៏ដូចជាប្រេស៊ីលហើយជាមួយនឹងហៃទីនៅប្រកួតម៉ោង7:30នាទីនិងទួរគីបាទជាមួយនឹងប៉ារ៉ាហ្គាយប្រព្រឹត្តទៅនៅវេលាម៉ោង10បាទ10ព្រឹកបាទអញ្ចឹងការប្រកួតនៅក្នុងឆ្នាំថ្មីនេះមើលទៅដូចជារៀងពិបាកមើលបន្តិចបាទប៉ុន្តែយ៉ាងណាមិញគឺសម្រាប់បាទការប្រកួតបាទចាប់ពីវគ្គជ្រៅទៅដូចជារៀងនៅយប់ណាបាទប្រិមិត្តបាទអត់មានភ្លឺពិបាកមើលទេ
បាទពេលខ្លះយើងគិតថាអីលេងពេលភ្លឺចឹងស្រួលមើលតែពេលព្រឹកចឹងក៏ពិបាកមើលទៅវិញទេបើសិនជាលេងត្រឹមម៉ោង6 8ល្ងាចអីល្អមែនតើដូចជាការប្រកួតនៅ2002បាទការប្រកួតដែលជាជប៉ុនហើយនឹងបាទកូរ៉េជាម្ចាស់ផ្ទះល្អមើលមែនតើមកស្រួលមើលមែនតើមកការប្រកួតនោះបាទអញ្ចឹងម៉ោងនៅអាស៊ីដូចគ្នាអញ្ចឹងស្រួលមើលណាបាទតែមិនដឹងពេលណាទៀតទេបាទដែលអាស៊ីយើងបាទដេញបាននៅម្ចាស់ផ្ទះ World Cup បាទអាស៊ីខាងយើងណាមិនមែនអាស៊ីខាងប៉ែកបាទអេរ៉ង់បាទអេរ៉ាក់អីទេបាទយ៉ាងណាមិញគឺសម្រាប់ការប្រកួត World Cup មកនេះបាទប្រិមិត្តបាទមានការប្រកួតខ្លះក៏ល្អមើលការប្រកួតខ្លះមិនសូវជាល្អមើលទេហើយការប្រកួតព្រឹកមិញនេះគឺសម្រាប់បាទជម្រើសជាតិកូរ៉េបាទជាមួយនឹងមេស៊ីកូបាទយើងមើលឃើញថាសម្រាប់ក្រុមទាំងពីរគឺតាន់ដូចគ្នាបាទហើយសម្រាប់មួយគ្រាប់បាទរបស់មេស៊ីកូនេះជាមួយគ្រាប់ដ៏បាទជូរចត់មែនតើបាទសម្រាប់ក្រុមជម្រើសជាតិកូរ៉េបាទជាការធ្វេសប្រហែសខ្លួនឯងបាទជាការធ្វេសប្រហែសខ្លួនឯងបាទយើងអាចនិយាយបានថាលោតមកទល់ជាមួយនឹងបាទខ្សែការពារប៉ុន្តែបើសិនជាយើងនិយាយគឺជាកំហុសធ្ងន់របស់អ្នកចាំទីបាទព្រោះដោយសារតែបាល់លុះត្រាតែគេមកបុកយើងអាហ្នឹងបាទយើងដុតបបោទៅអាហ្នឹងហៅថាចៃដន្យតែនេះបាទដូចជាបាទចាប់នឹងដូចជាស្ទើរដៃបាទប៉ះមួយគ្នាឯងបាទលបោតចំជើងរបស់មេស៊ីកូល្មមបាទអញ្ចឹងសម្រាប់មួយគ្រាប់នេះបាទយើងនិយាយថាល្អមិនជាល្អអីណាទេគឺកូរ៉េខ្លួនឯងទេហើយយោងទៅតាមការប្រកួតនេះមើលទៅដូចជាមិនមានលក្ខណៈល្អមើលណាទេប្រិមិត្តបាទព្រោះដោយសារក្រុមទាំងពីរមើលទៅលេងបាទតាន់រៀងខ្លួនបាទព្យាយាមប្រេះខ្លាំងរៀងខ្លួនបាទដល់អញ្ចឹងទៅបានបាល់បាត់រៀងខ្លួនបាទអញ្ចឹងការប្រកួតនេះអាចនិយាយបានថាបាទបើសិនជាខ្ញុំមើលខ្ញុំគិតថាក្រុមទាំងពីរស្មើអត្រាស្មើខ្ពស់ណាប្រិមិត្តគឺ0ស្មើបើតែមិននឹកស្មានកូរ៉េខ្លួនឯងបើជាផ្្លាត់បាទក្របបាល់ដែលមើលទៅមិនសមជាចូលណាបាទហើយសម្រាប់ការប្រកួតបាទកាណាដាវិញបាទតែយើងនៅយ៉ាងណាមិញគឺកាត់ក្រហម2ទៅហើយបាទហើយសម្រាប់ស្វីសវិញក៏គេកាត់ក្រហមមួយទៀតស្វីសនឹងប៊ីសតែនឹងអត់ដែរនឹងប្រិមិត្តបាទប៊ីសតែនឹងគ្មានក្របបាល់ច្រើនទេបាទប៉ុន្តែដល់ពេលកាត់ក្រហមមួយចាប់ផ្ដើមស៊ីគ្នាចុងមកស៊ីទៅស៊ីមកបាទរហូតដល់មានក្របច្រើនបែបនេះបាទហើយសម្រាប់ការប្រកួតរវាងឆែកវិញយើងឃើញថាសម្រាប់ការប្រកួតនេះមើលទៅដូចរៀងមិនសូវជាល្អមើលប៉ុន្មានទេបាទឆែកហើយនឹងសោតអាហ្វ្រិកាបាទប៉ុន្តែយ៉ាងណាមិញគឺឃើញថាការប្រកួតនេះគឺសម្រាប់អាមេរិកខាងត្បូងអាហ្វ្រិកខាងត្បូងនេះគឺល្អមែនទែនបាទគាត់ធ្វើបានល្អមែនទែនបាទសម្រាប់គាត់បាទហើយសម្រាប់ឆែកនេះមើលទៅដូចជាមធ្យមបាទប៉ុន្តែអាហ្វ្រិកខាងត្បូងទៅមួយមើលទៅដូចធ្ងន់មែនទែនបាទបាទហើយអរគុណទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទសួស្តីបាទប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងស្វាគមន៍ទៅកាន់ប្រិយមិត្តយើងតិចសិនណាបាទមុននឹងយើងឈានចូលដល់ព័ត៌មានរបស់យើងថ្ងៃនេះហើយសម្រាប់ការទីផ្សាររីងដូរកីឡាករយើងឃើញថាសម្រាប់ Spurs ទិញបានបាទហើយសម្រាប់បាទ Liverpool ទិញបានមួយរូបដែរបាទកំពុងតែដាក់ដេញថ្លៃជាមួយនឹងកីឡាកររបស់ RB Leipzig ប៉ុន្តែដូចជាគេបដិសេធហើយឲ្យតម្លៃទៅ100លានបាទគេបដិសេធបាត់ទៅហើយបាទដូចជាទាមទារដូចជា120ទៅ130លានបានគេយល់ព្រមបាទអញ្ចឹងសម្រាប់ Real Madrid វិញគឺហាក់បីដូចជារៀងស្ងាត់ហើយបន្ទាប់ពីយកបានកីឡាករជាច្រើនបាទដូចជា Bernardo Silva បាទ Cucurella មាន Konate បាទក៏ដូចជាបាទDumfries បាទអញ្ចឹងសម្រាប់ 3-4 នាក់នេះគឺឃើញថាបានជោគជ័យហើយបាទហើយក្រុមការដឹកនាំរបស់លោក Jose Mourinho ហើយសម្រាប់ព័ត៌មានចុងក្រោយគឺសម្រាប់ Real Madrid នឹងបញ្ចេញកីឡាករមួយចំនួនបាទនឹងកីឡាករត្រូវចាក់ចេញដូចជា Ceballos ចាក់ free agent ហើយបាទហើយក៏ដូចជាបាទ Carvajal បាទក៏ចេញដែរបាទព្រោះផុតបាទកុងត្រាបាទ Alaba ដូចគ្នាបាទអញ្ចឹងសម្រាប់កីឡាករមួយចំនួនទៀត Real Madrid អាចសម្រេចចិត្តនៅក្នុងការបញ្ចេញបាទអញ្ចឹងយើងអត់ដឹងថា Real នឹងត្រូវបញ្ចេញកីឡាកររូបណាទេបាទរងចាំអ៊ុតមើលបន្តទៀតបាទព្រោះដោយសារតែកីឡាករមួយចំនួនហ្នឹងមិនស្ថិតនៅក្នុងបាទការប្រព័ន្ធនៅក្នុងការលេងរបស់លោក Jose Mourinho ទេបាទយ៉ាងណាមិញបាទព័ត៌មានចុងក្រោយឃើញថាសម្រាប់ Olis នេះបានលុបបាទផុសរបស់ខ្លួនចេញពីបាទបណ្ដាញសង្គមបាទទុកតែផុសចុងក្រោយជាមួយនឹងជម្រើសជាតិបារាំងទេចារឿងនេះដូចជាប្លែកទេប្រិមិត្តបាទប្រហែលជាមានអ្នកចរចាជែកចៃអូលីសហ៎បាទបានគាត់លុបចោលផុសចាស់របស់គាត់អញ្ចឹងបាទវាអាចដែរណាប្រិមិត្តបាទវាអាចដែរបាទហើយសម្រាប់មកដល់ពេលនេះគឺសម្រាប់ក្លឹបកំពុងតែត្រួតពិនិត្យមែនតែនមែនយូនោះក៏សម្លឹងឃើញកីឡាករហើយក៏ត្រូវបញ្ចេញកីឡាករដែរដូចជា Ugarte អីបាទគឺត្រូវការបញ្ចេញហើយបាទព្រោះដោយសារតែតម្រូវការជាមួយនឹងថវិកាដូចគ្នាมันអាចបាទគិតតែពីទិញអត់លក់ចេញខ្លះទេបាទហើយសម្រាប់ Liverpool វិញគឺកំពុងតែព្យាយាមរកកីឡាករមកជំនួសបាទព្រោះយើងឃើញហើយបាទ Salah ក៏ចាក់ចេញដែរអញ្ចឹង Robertson ក៏ចាក់ចេញ
và chân sầm rạp và Liverpool cứ trời xoay rồi cả lá cò lấy ban mà rú gây Victor Munoz và chân để so cả lá cò môi trường đua tiết để Liverpool được trời và cho hạt lệ kha và sau đó Arsenal vẫn cứ cùng pung tay sầm lăng mưa cả lá cò xem phong đá để xa tay Arsenal capi rồi đời capi pon một phay pram pi pon một phay pram muối ní cứ rốt chấm nô ban tràn sân thất sân thọp mền tên và chiaพิเศษการประกวด UEFA Champions League បាទដែល Arsenal នេះមិនមានការចាញ់ទេគឺបានលុយជាមួយនឹងការឈ្នះរហូតបាទមិនឈ្នះហើយមានស្មើមានឈ្នះបាទអញ្ចឹងអត់បានលុយតិចទេគឺលុយច្រើនមែនតើបាទសម្រាប់ Arsenal ក៏ដូចជាទទួលបានបាទថវិកាជាមួយនឹងពាន Premier League ផងដែរបាទអញ្ចឹងសម្រាប់ Arsenal គេចាប់ផ្ដើមមានទឹកមាត់លាបហើយក្នុងការទិញដូរកីឡាករបាទស្របពេលដែល Manchester City នេះកំពុងតែបាទព្យាយាមទិញកីឡាករពី Nottingham Forest ដូចជាអត្រាហែងខ្ពស់ហើយបាទនៅមកកាន់បាទ Manchester City បាទអញ្ចឹងសម្រាប់រដូវកាលក្រោយនេះក៏វាគេហៅថាមានភាពលេចធ្លោខ្លាំងណាស់ដែរបាទហើយការប្រកួតអង់គ្លេសត្រូវបានបញ្ចប់បាទក៏មានការផ្ទៀងផ្ទាត់គ្នាបាទមានការផ្ទៀងផ្ទាត់គ្នាថា Marcus Rashford ចូលមកបន្តិចសោះបាទ Marcus Rashford រកគ្រាប់បាល់បានខណៈពេលដែល Gordon ចូលមកហាក់បីដូចជាមិនមានសមត្ថភាពមានលទ្ធភាពបាទនៅក្នុងការស្វែងរកគ្រាប់បាទថាច់ហ្នឹងក៏មិនច្រើនជាងបាទ Marcus Rashfordប៉ុន្តែយ៉ាងណាមិញគឺការលើកឡើងបែបនេះគឺគេចង់និយាយទៅកាន់ Barcelona នោះទេដែលបញ្ជាក់ថាសម្រាប់ Barcelona មិនព្រមចរចាយក Marcus Rashford ទេបែរទៅជាយក Gordon ដែលមានតម្លៃផ្ទេរខ្ពស់ជាង Marcus Rashford រហូតដល់គុណនឹង2ឯណោះបាទអញ្ចឹងយើងមិនដឹងថាតើការផ្ទេរ Gordon មកហើយបដិសេធជាមួយនឹង Marcus Rashford នេះគឺជារឿងត្រឹមត្រូវដែរឬទេសម្រាប់ Barcelona ដោយសារតែពេលនេះគឺបាទទាំង Gordon ទាំង Rashford គឺស្ថិតនៅក្នុងជម្រើសជាតិទេបាទមិនទាន់លេងនៅក្នុងក្លឹបទេអញ្ចឹងយើងអត់ទាន់ដឹងទេបាទការបង្ហាញនៅជម្រើសជាតិមិនប្រកាសថាធ្វើបានល្អនៅក្នុងក្លឹបហើយការបង្ហាញថាមិនល្អនៅក្លឹបបាទមិនប្រកាសថាបានល្អនៅជម្រើសជាតិនោះទេបាទអរគុណច្រើនប្រិយមិត្តអរគ្នាអញ្ចឹងស្វាគមន៍ទៅកាន់ប្រិយមិត្តយើងទាំងអស់គ្នាបន្តិចទៅហើយថ្ងៃនេះព័ត៌មានដូចជាមិនសូវអីច្រើនក៏និយាយមកប្រើមិញហ្នឹងគឺវាចង់អស់បាត់ទៅហើយបាទសួស្តីទៅកាន់ Q សុរិទ្ធបាទសួស្តីទៅគ្នាទៅកាន់បាទអាស៊ីណងអាស្មេរ៉ាសួស្តីទៅកាន់អរសក្តាបាទហៀកឡៃអិនមីស្ទ័ររស្មីក៏ដូចជាមនុស្សដែលខ្ញុំស្រឡាញ់បាទហាក់បុរីសួស្តីគ្នាប្រកាន់យ៉ាយ៉ាបាទជ័យភឿនក៏ដូចជាបាទដាត់មេវេដឺបាទហើយសួស្តីគ្នាទៅកាន់អែមសិងហនបាទជ័យភឿនក៏ដូចជាបងមានបាទសាឡេសបាទជាងហេងសិប្បកម្មដែកបាទបងមានក៏ដូចជាបាទសុភ័ក្រ BBK បាទបងមានតាក់ទងមកខ្ញុំមកបាទរ៉ានុតបាទសួស្តីបាទដៃគូគាត់រវល់បាទមានធុរៈបាទជាជាតិប្រកួតទី2នេះសហរដ្ឋអាមេរិកជួបប្រទេសខ្លាំងពិតប្រកាសហើយបាទអូស្ត្រាលីខ្លាំងបាទកុំភ្លេចថាការប្រកួតអូស្ត្រាលីនោះគឺរៀងបាទគេហៅថាទប់ឲ្យវាយបោអីណាបាទហើយមិនមែនថាអាមេរិកមិនជាខ្លាំងអីទេបាទគេត្រៀមច្រើនណាបាទហើយក្រោមការដឹកនាំរបស់លោក Pochettino ផងដែរអញ្ចឹងមិនមែនអូស្ត្រាលីខ្លាំងបាទពើងទ្រូងនៅក្នុងការប្រកួតឈ្នះទី1ឃើញអូស្ត្រាលីថាខ្លាំងពើងទ្រូងណាបាទមិនប្រកាសនោះទេបាទមិនប្រកាសនោះទេបាទចនាឌីសុំភ្នែកមួយបាទទីទៀតបាទជ័យភឿនសួស្ដីបងបាទលឺសូតាប៉ែរ៉េសព្យាយាមយកអូលីសបាទហ្នឹងហើយព្យាយាមយកអូលីសប៉ុន្តែសម្រាប់ Bayern Munich ប្រហែលជាគេមិនព្រមលក់ក្នុងតម្លៃថោកទេរួម180លានឯណោះបាទហាក់បូរីបាទម៉ារ៉ុកនិង Scotland បាទសម្រាប់រឿងរ៉ាវនេះចំណុចទៀតខ្ញុំលើកឡើងឲ្យប្រិមិត្តប្រកាសជាស្រឡាញ់ម៉ារ៉ុកច្រើនហើយបាទនៅក្នុងរាត្រីនេះបាល់នេះអាចមានអត្រាស្មើណាបានប្រកាសថាម៉ារ៉ុកនោះទៅស៊ី Scotland ងាយទេបាទពីងវ៉ាញ KPS ញ៉ាំបញ្ញាទៀតបាទបងមានបាទចាំតាក់ទងមកខ្ញុំបាទយើងកំហុសវគ្គ32ក្រុមតទៅភាគច្រើនលេងមកប្រហែលបាទសម្រាប់32ក្រុមចុងក្រោយបាទភាគច្រើនបាទគឺបាទលេងនៅយប់ប្រិមិត្តបាទលេងនៅយប់បាទលេងនៅវេលាម៉ោងយប់បាទมันពិបាកមើលអញដូចឥឡូវទេបាទបាទទីទៀតខ្ញុំរៀបរាប់ជូនបាទប៉ុន្តែឥឡូវវាបាទអត់ទាន់ដល់ពេលបាទហើយសួស្ដីបាទទៅកាន់ Mr. រស្មីបាទ 4-0 ណាបាទហើយជាជាតិនៅប្រទេសតំបន់អារ៉ាប់បាទខ្មែរយើងលឿនជាង4ម៉ោងបាទហើយកាប៉ាពណ៌ស្វាយបាទសុខសប្បាយបាទហ៊ូឡៃបាទស្ដីដូចគ្នាបាទនៅអត់ទាន់បាយទេហាប់បូរីបាទ Scotland និង Maroc បាទទីទៀតខ្ញុំនិយាយបាទជ័យភឿនក៏ដូចជាស្រៀងភិរៈបាទយ៉ាបាទអរគុណច្រើនយ៉ាបាទ fan ពូដូបាទបងមានបាទហើយសុខស្ដីទៅកាន់ធា KH បាទកូរ៉េតិចមកមិននិយាយខ្លះហើយបាទលេងកុសលក៏ដូចជាបងមានបាទហើយមហាទេពស្មាមេបាទ Andy វិរៈបាទកូរ៉េលេងបាល់ស្ដាយអូសសាយស្ដាយស្ពាយអូសសាយច្រើនណា
បាទសាវិនធីបាទស្ដីគ្នាទៅកាន់បាទប៉ុកសុភាប៉ូទុយហ្គាល់អេស្ប៉ាញប្រហែលមិនបានឡើងវគ្គ16ក្រុមទេអីតនអានិយាយប្រិមិត្តបាទអត់តន់ដល់ទេបាទអត់តន់ចប់ទេបាទបងហ្វាន់សធីបាទសួស្ដីទៅកាន់បាទជាងមេទូលក់ទូរស័ព្ទដៃក៏ដូចជាងឹមសាមេតបាទវនរ៉ាឌីវនរ៉ៃបាទវនរ៉ៃបាទសួស្ដីដូចគ្នាតាប៉ូទុយហ្គាល់នៅស្ទើត្រង់ណាបាទស្ទើតែពិតទៅសម្រាប់ខ្ញុំមើលទៅឃើញថាដូចជាមិនជាស្ទើអីទេបាទប៉ុន្តែគ្រាន់ថាសម្រាប់ការប្រកួតមិនទាន់ឃើញមានរបៀបរបោយរបស់លោកម៉ាទីណេសណាបាទអត់ទាន់ឃើញថាគាត់រៀបចំកន្លែងណាដែលទៅមុខទេសម្រាប់ខ្ញុំมันមានការខ្វះខាតទេបាទมันមានការខ្វះខាតទេបាទបើនិយាយពីស្រាប់ខាងឆ្វេងមានបាទណេតូហើយជួយ support ដោយបាទ Nuno Mendes ទៀតមិនជាបញ្ហាទេបាទស្បិតតែស្លាប់ស្ដាំបាទ Bernardo Silva អត់សូវល្អប៉ុន្មានទេដោយសារតែវ័យគាត់រៀងជ្រេប៉ុន្តែបើដាក់ជាមួយនឹង Consai កៅចូលមើលទៅវារៀងគេហៅថាលេចធ្លោដែរបាទសម្រាប់តំបន់មជ្ឈកណ្ដាលដាក់ Cristiano Ronaldo មើលទៅដូចរៀងពិបាកបន្តិចបាទព្រោះដោយសារឥឡូវគឺគាត់ចាំបញ្ចប់ទីច្រើនជាងការដែលគាត់ទៅប្រេះណាបាទអញ្ចឹងសម្រាប់ខ្ញុំមិនជាស្ទើរអីណាទេប៉ុន្តែគ្រាន់ថាអាស្រ័យលើការលេងរបស់ពួកគាត់ដែរអញ្ចឹងការប្រកួតទី1យើងអត់ទាន់អាចសន្និដ្ឋានបានទេបាទព្រោះដែលខ្ញុំបាននិយាយជូនដល់ការប្រិមិត្តអញ្ចឹងវាអាចនឹងការព្យាយាមបាទមើលទៅកាន់គូប្រកួតច្រើនជាងបាទព្យាយាមយកឈ្នះអញ្ចឹងណាបាទចាំមើលបន្តនៅប្រកួតទី2បាទឆែកលេងខ្លាចគេស៊ីគេមុនហើយបាទទៅលេងទប់អញ្ចឹងមិនថាបាទហ្គេមយើងបាទលេងដូចពេលមិនទាន់ចេះលេងបាល់បាទជ័យភឿនបាទស្ដីទៅកាន់បាទយនឡាដែនបាទលីរធីមីស្ទ័រផុនបាទថាពិសីក៏ដូចជាលៀនកំហួរបាទអាមីអាណាជីវ៉នស្ដីទៅកាន់ភាបាទឈឿនបាទគួរយកអីខ្លះបាទហៀកសៃហាបាទសាឡេសបាទស្ដីដូចគ្នាបាទបាទសាឡេសតាក់ទងមកខ្ញុំផ្ទាល់មកបាទតាក់ទងខ្ញុំផ្ទាល់មកបាទមួយបាទអត់អាចទៅម្ដងទាំងអស់បានទេបាទមីជាតិបាទស្ដីដូចគ្នាបាទពៅមានស៊ីវិចបាទហើយផ្លុំថ្លុកបាទសម្រាប់វគ្គចៃពូនេះក្រុមណាតម្រង់លេងល្អដែរមិនទាន់អាចនិយាយបានទេប្រិមិត្តណាបាទមិនទាន់អាចនិយាយបានទេមូលហេតុអីបងខ្ញុំនៅតែនិយាយពាក្យដដែលថាមិនទាន់អាចនិយាយបានបាទក្រុមខ្លះគឺគេនៅមិនទាន់បាទក្រុមល្អដូចជាអេស្ប៉ាញអីគឺគេមិនទាន់រៀបចំក្នុងទម្រង់របស់គេពិតប្រាកដនៅឡើយទេបាទហើយសំបីតែប៉ូទុយហ្គាល់លេងក៏គេលេងបែបលក្ខណៈ slow ដែរមិនទាន់ជាលក្ខណៈបាទព្យាយាម counter បុកនិងព្យាយាមលេងបាល់លឿននៅឡើយទេបាទអញ្ចឹងយើងអត់ទាន់អាចនិយាយថាក្រុមណាល្អទេក្រុមណាល្អមានតែយើងមើលគ្រាប់មានតែអាល្លឺម៉ង់បាទហើយចូលមកសើយកមិញនេះកាតាស៊ី6-0ហ្នឹង6គ្រាប់ដូចអាល្លឺម៉ង់ដែរហ្នឹងបាទអញ្ចឹងមានន័យថាសម្រាប់ពេលនេះយើងអត់ទាន់ដឹងបានទេបាទក្រុមខ្លះគឺសម្រាប់បាទ head coach ឬក៏បាទគ្រូបង្គោលគេអត់ទាន់ឲ្យលេងក្បួនរបស់គេជ្រៅនោះទេបាទមកល្មមបាទបើទោះជាគេត្រូវស្ថិតនៅក្នុងលេខរៀងលេខ3ល្អប៉ុន្តែគេនឹងអាចថែរក្សាទម្រង់លេងរបស់គេចាប់ពីពេលនេះតទៅបានអញ្ចឹងបើសួរថាក្រុមណាចាប់ពីពេលដែលជំរុះនេះក្រុមណាល្អខ្ញុំមិនទាន់អាចនិយាយបានក្រុមណាល្អទេប្រិមិត្តបាទអត់អាចនិយាយបានថាក្រុមណាល្អទេព្រោះនៅពេលនេះឃើញហើយបាទបារាំងស៊ីច្រើនណាអាសង់ទីនស៊ីច្រើនណាបាទប៉ុន្តែដល់ពេលការប្រកួតវគ្គបន្តមិនប្រកាសតែគាត់ស៊ីបានអញ្ចឹងទៀតទេបាទអញ្ចឹងសម្រាប់រឿងរ៉ាវនេះជំរាបជូនប្រិមិត្តអញ្ចឹងថាមិនទាន់អាចនិយាយបានថាអ្នកណាខ្លាំងអ្នកណាខ្សោយបាទផុតមកជុំទី1នេះក្រុមណាមើលទៅតំណងជាងគេបាទយើងមានតែមើលក្រុមណាដែលស៊ីយើងថាក្រុមនឹងតំណងបាទអញ្ចឹងយើងមើលតំណងមានបារាំងអាសង់ទីនតំណងអញ្ចឹងហីបាទហើយអត់មើលប៉ូទុយហ្គាល់អត់មើលអង់គ្លេសគេតំណងដែរបាទប៉ូទុយហ្គាល់អេស្ប៉ាញអីនោះបាទអញ្ចឹងយើងអត់ទាន់អាចនិយាយបានទេនៅពេលនេះបាទទោះបីជាផុតជុំទី2នេះចូលដល់ជុំទី3មិនទាន់អាចនិយាយបានដូចគ្នានិយាយចាប់ពីពេលនេះគឺរាប់ពីពេល32ក្រុមទៅបាទបានយើងអាចនិយាយបានថាអ្នកណាដែលមើលទៅទម្រង់លេងនោះគឺមានភាពល្អប្រសើរបាទគាត់លេងខ្លាំងនៅចំណុចណាបាទគាត់លេងខ្លាំងរហូតស្លាប់ឬក៏តំបន់បញ្ចូលដដាលតំបន់ខ្លាំងការពារខ្លាំងបម្រើបាទហ្នឹងទើបអាចនិយាយបានព្រោះចាប់ពីវគ្គ32ទៅគឺគេហៅថាវគ្គចាញ់ធ្លាក់ហើយបាទ knock out អញ្ចឹងបាទគ្មានអ្នកណាលាក់ជើងលាក់កំនួចអីទៀតទេបាទគឺត្រូវតែព្យាយាមបើសិនជាគាត់ប៉ះជាមួយនឹងក្រុមដែលមានលទ្ធភាពខ្ពស់សម្រាប់គាត់អាចនឹងស៊ីតិចថែរក្សាកម្លាំងតែប៉ុណ្្នឹងឯងបាទអញ្ចឹងបើសិនជាយើងនិយាយវាអន្សំបន្ទុកវិញឬពេលខ្លះគឺក្រុមខ្លះបាទជំរឿសជាតិខ្លះគឺគាត់មិនចាំបាច់អីធ្ងន់ធ្ងរពេកនោះទេអញ្ចឹងណាបាទដូចអេស្ប៉ាញអីគ្រាន់តែស្មើប្រកួតបាទឈ្នះប្រកួតបន្ទាប់គាត់មានអត្រាខ្ពស់បាទហើយទៅកាន់វគ្គបន្ទាប់ហ៎បាទអញ្ចឹងណាបាទហើយសួស្ដីបាទវីពេញសោបាទសួស្ដីគ្នាទៅកាន់បាទសុតវណ្ណាបាទអត់ទាន់ដឹងទេបាទសុតវណ្ណាបាទរ៉ាសេតអាម៉ាត់បាទសួស្ដីដូចគ្នា
បាទទម្រង់ Norway ល្អអត់បាទ Norway សម្រាប់ខ្ញុំគិតថាការរកគ្រាប់បាល់បានដោយសារតែមាន Erling Haaland អីចឹងណាបាទប៉ុន្តែយើងអត់អាចនិយាយបានថាប៉ះមួយក្រុមខ្លាំងយើងនិយាយថាទម្រង់គាត់ល្អនោះទេបាទមើលទៅគាត់ក៏មានចំណុចខ្វះខាតដែរការប្រកួតទី1គាត់ប៉ះជាមួយនឹងក្រុមមិនសូវខ្លាំងចឹងគាត់មើលទៅដូចជាតំណងបាទប៉ុន្តែដល់ពេលគាត់ប៉ះក្រុមខ្លាំងសិនបាទយើងអាចដឹងថាតើ Norway នេះបាទនឹងអាចទៅរួចឬក៏មិនទៅរួចបាទជាពិសេសគាត់ត្រូវប៉ះមួយបារាំងសិនមើលបាទថាគាត់ទៅរួចឬអត់បាទអញ្ចឹងសម្រាប់ការប្រកួតដំបូងនេះគឺយើងមិនទាន់អាចនិយាយបានទេព្រោះគាត់ប៉ះមួយអ៊ីរ៉ាក់ហ្នឹងបាទហើយរ៉ាឈីតបាទយប់នេះមានគូលេងអត់បាទគូពិបាកនិយាយប្រិមិត្តបាទមិនសូវមិញប្រិមិត្តឃើញទេបាទខ្ញុំគិតថាបាទតាមពិតកូរ៉េនិងមេស៊ីកូវាគួរតែស្មើបាទប៉ុន្តែនឹកឃើញមិនទៅបាទកូរ៉េបាទផ្លាត់ខ្លួនឯងបាទមិនមែនជាបាល់អីល្អរបស់មេស៊ីកូទេបាល់នេះគឺតឹងទៅតឹងមកបាទគៀបទៅគៀបមកទេបាទហើយសម្រាប់យប់មិញឲ្យឆែកបាទឆែកលេងហើយលេងដោយប្រិមិត្តថាអញ្ចឹងលេងហើយស៊ីគេហើយលេងការពារចុងក្រោយគេតាមស្មើបាទនៅហ្នឹងបាទនៅហ្នឹងឯងបាទហើយមិនសូវជាទុកចិត្តកាណាដាបាទទីបំផុតបាទកាណាដាតាប់ហើយនឹងប៉ុន្តែដោយសារការដែរណាបាទហើយក៏ដូចជាស្វីសឺឡែននឹងតែពិតទៅនឹងគិតថាប្រហែលស៊ីមិនច្រើនទេតែមិននឹកស្មានតែស៊ីដល់ម្លឹងដែលដោយសារការក្រហមបាទស្គាល់តែយូរហើយដែលនឹងស្គាល់ក្រុមណាតើគ្រប់គ្រងក្រុមណាបាទយីឡុងបញ្ញាតែពិតទៅសម្រាប់ខ្ញុំបាទនិយាយពីក្លឹបនិយាយថា Arsenal អញ្ចឹងទៅប៉ុន្តែពិតមែនតើខ្ញុំអ្នកគ្រប់គ្រងបាទ Thierry Henry ទេប៉ុន្តែដោយសារតែការនោះ Thierry Henry គាត់នៅបាទ Arsenal អញ្ចឹងណាហើយខ្ញុំក៏គ្មានជាអ្នកគ្រប់គ្រងអីស្ម័គ្រស្មក់ជាមួយនឹង Arsenal ដែរបាទហើយសម្រាប់ជំរឿសជាតិវិញខ្ញុំគ្រប់គ្រងជំរឿសជាតិបារាំងបាទព្រោះខ្ញុំចាប់ផ្ដើមមើលបាល់មក98ហ្នឹងគឺបារាំង World Cup នោះឯងបាទខ្ញុំគ្រប់គ្រងពេលនោះមកបាទប៉ុន្តែសម្រាប់ការវិភាគក៏ដូចជាបាទការព្យាករឲ្យជូនប្រិមិត្តមិនមែនខ្ញុំឲ្យបារាំងនេះគឺតែពីឈ្នះនោះទេបាទដូចជំរាបជូនប្រិមិត្តចឹងទៅត្រូវតែមានតម្លាភាពបាទរវាងក្រុមមួយជាមួយនឹងក្រុមមួយមិនមែនខ្ញុំបាទគ្រប់គ្រងជំរឿសជាតិបារាំងហើយទៅនិយាយស្អីតិចក៏បារាំងល្អស្អីតិចក៏បារាំងល្អនោះទេបាទរ៉ាសេនអាម៉ាត់បាទស្ដីគ្នាទៅកាន់បាទពេញប្រគៀងបាទហាងកុសលបាទស្ដីគ្នាទៅកាន់បាទសាឡេសបាទតា Tiger គាត់បាទអត់សូវស្រួលទេបាទមានទុរៈបាទឧបលោកបាទស្ដីទៅកាន់វ៉ាឈួនបាទនីលប៊ុនហាបបាទដូចជាអីដាស្មាវបាទហើយគីវសុក្រិតបាទរ៉ូណូបាទលេងត្រឹមជំរឿសដំបូងត្រឹម70នាទីបដូរចេញតើតាគិតថាប៉ូទុហ្គាល់ល្អទេសម្រាប់ខ្ញុំតាមពិតទៅដាក់រ៉ូណូក៏មិនអីដែរតែសម្រាប់ការប្រកួតនេះបើសិនជាយើងនិយាយពីតំបន់បម្រើគាត់នឹងវាល្អអត់ខ្ចោះហើយប៉ុន្តែសម្រាប់ការប្រកួតទី1ហ្នឹងគឺគាត់ហាក់បីដូចជាលេងបាទគេហៅថាផ្តិតជាងបាទផ្តិតព្រៀងបាទមិនជាព្យាយាម counter ខ្លាំងណាបាទយើងមើលគ្រាន់តែវីទីញ៉ាលេងតំបន់បម្រើការពារច្រើនហ្នឹងហើយលេងបោះទៅបោះមកលេងនៅក្រោមច្រើនហើយលេងតែផ្អៀងទៅខាងស្ដាប់ខាងឆ្វេងហ្នឹងបាទអញ្ចឹងយើងមើលទៅវាអត់ទាន់មានជាអ្វីដែលជាទំនុកណាបាទអញ្ចឹងយើងអត់ទាន់អាចនិយាយបានទេហើយសម្រាប់ Cristiano Ronaldo ដូចខ្ញុំលើកឡើងកាលពីម្សិលមិញក៏និយាយច្រើនដែរបាទយើងមិនបាច់តែនិយាយអីទៀតទេបាទព្រោះការប្រកួតត្រឹមតែប្រកួតទី1បាទកុំដាក់សម្ពាធទៅលើគាត់បាទណាមួយកីឡាករនៅក្នុងក្រុមទាំងគ្រូបង្វឹកទៀតហើយនឹងជាមួយនឹងបាទអ្នកគ្រប់គ្រងប៉ូទុហ្គាល់ fan របស់ប៉ូទុហ្គាល់តែទាំងអស់បាទគេមិនបានទៅស្ដីបន្ទោសអីឲ្យគាត់ទេគាត់មានគាត់នៅលើទីលានបាទកីឡាករផ្សេងហ្នឹងក៏ពិបាកនៅក្នុងការបាទចោលគាត់ដែរគេមិនចោលគាត់ដូចគ្នាអញ្ចឹងនៅតែខាតកីឡាករខាងគេដដែលទេត្បិតតែគាត់មិនបានប្រេះជួយអីច្រើនប៉ុន្តែខាងការពារគេក៏នៅតែការពារគាត់ដែរណែបាទអញ្ចឹងសួស្ដីទៅកាន់និលប៊ុនហាបបាទដុលដែនបាទតារាស្ដីទៅកាន់បាទអ៊ីមស៊ីថុនបាទយូរ៉ូ2028អត់បានមើលទេប្រិមិត្តនេះបាទអ្នកណាចូលជាម្ចាស់ផ្ទះនេះបាទធ្លាប់ដឹងភ្លេចបាត់ហើយបាទចម្ពាក់សិនបាទស៊ីថុនបាទកងច័ន្ទបាទក្រុមប៉ូទុហ្គាល់អាចឡើង32អត់ឡើងបាទភីងវែងទេតាជំរឿនជាតិមួយណាឬស៊ីបាទបាទខ្ញុំអត់អាចជ្រើសរើសបានទេប្រិមិត្តបាទសម្រាប់គាត់ទាំងពីរនាក់បាទសម្រាប់ខ្ញុំទៅសើគាត់ទាំងពីរនាក់បាទម្នាក់គឺមានសមត្ថភាពបាទគឺពីធម្មជាតិហើយម្នាក់ទៀតគឺកើតចេញពីការតស៊ូបាទហើយបើឲ្យខ្ញុំជ្រើសរើសមួយខ្ញុំមិនជាអីជ្រើសរើសទេបាទព្រោះដោយសារតែខ្ញុំគឺ fan របស់ Thierry Henry ទេបាទស្ដីបងពីខ្ញុំជាដែនប៉ោយប៉ែតបាទជាងពិសិដ្ឋបាទមកឲ្យអ្នកប៉ោយប៉ែតបាទសុកជាយ៉ាងណាហើយបាទហើយណារិនបាទគេលេងប្រហែលជើងវគ្គហ្នឹងតាបាទអត់និយាយជើងទេបាទនិយាយមួយម៉ាត់ទៅការប្រកួតធំមានជើងមកពីណាបាទបើយើងនិយាយប្រកួតមានបាទវគ្គជរុះក្នុងពូលមួយពូលមាន4ក្រុមអញ្ចឹងលេង3ប្រកួតបាទ
អានកំហួរបាទស្ដីដូចគ្នាបាទស្ដីបាទ2022ប្រកួតដំបូងវត្តអ៊ីមេស៊ីបាទហ្នឹងហើយបាទបងនុនណានបាទហាម៉ាត់ណានបាទស្ដីគ្នាទៅកាន់វណ្ណរៈសក្តាបាទប្រូណូលេមកកើតខូចបាល់ច្រើនបាទរឿងនេះខ្ញុំបាននិយាយហើយប្រូណូដូចទៅចោលនឹងលើទីលានបាទបងមានបាទយកតែនេះដឹកនាំកម្ពុជា World Cup 2040ដឹងលើកពានហើយអូយបាទហាមិនហ៊ានទេបាទចែមិញហឿបាទទីបាទហ្នឹងហើយបាទតាក់ទងមកខ្ញុំផ្ទាល់មកបាទហើយស្ដីទៅកាន់ប៉ានកេងគង់បាទតើបើចើប៉ូទុយហ្គាល់ចាញ់កូឡុំប៊ីអាចធ្លាក់អត់ខ្ញុំគិតថាមិនចាញ់ទេអីបាទសលេសបាទតា Facebook តាស្រាប់បាទអរគុណច្រើនបាទដូរ៉ាបាទមែនកុសលបាទក្នុងជុំទី1តាគិតថាយ៉ាងម៉េចដែរលាក់ជើងឬយ៉ាងណាដូចខ្ញុំនិយាយតារាអញ្ចឹងម៉ែនកុសលបាទកីឡាករ manager ឬក៏ខូចខ្លះហ្នឹងគឺគាត់អត់ដាក់ពេញទេគាត់ព្យាយាមដាក់កីឡាករបែបគេហៅថាស្ទង់សិនណាបែបស្ទង់សិនបាទយើងមើល Swiss មើលបាទលេងដូចជាមិនជាប្រមាណទេបាទតែយប់មិញស៊ីច្រើនតែដោយសារគេការក្រហមដែរណាបាទអញ្ចឹងសម្រាប់អង់គ្លេសយើងឃើញហើយតង់ទី1លេងបាទដូចជាមធ្យមតង់ទី2គឺចាប់ផ្ដើមបាទជ្រះយកបាទសុខសភាបាទសួស្ដីគ្នាទៅកាន់ភឹមភាបាទក៏ដូចជាបាទឈុនសំភ័របាទអាតិកាឌុំបាទអ្នកវិនិយោគ World Cup ឆ្នាំនេះសៀងពេញផ្ទះបាទអីផានិតសូបាទព្រាពន្ធការបាទសុខស្ដីអង្ការបាទកាតាមកពីការក្រហម2នាក់បាទហ្នឹងហើយបាទស្រីពូកុយបាទក្រុមណាក៏ដោយឲ្យតែវិនិយោគទៅឈ្នះក្រុមនឹងខ្លាំងប្រេស៊ីទៅរួចអីតាបាទសានតារាបាទជែកពីស្និតកន្លះបាទខ្ញុំគិតថា over តំណងជាងបាទណារិនអត់មានប្រហែលជើងទេវគ្គនេះគឺគេលេងសំបន្ទុលេង3ប្រកួតបាទអ្នកណាមានបន្ទុបាទលេខ1លេខ2នឹងទៅកាន់វគ្គ32ក្រុមដោយស្វ័យប្រវត្តិហើយនៅរងចាំអ្នកលេខ3ល្អចំនួន8ក្រុមទៀតបាទដើម្បីទៅលេងជំរុះបន្តនៅវគ្គ32ក្រុមអត់មានអីបាក់គិតទេប្រិមិត្តបាទខ្មែរពុញប្រយុទ្ធបាទសួស្ដីដូចគ្នាទៅកាន់សាលបាទដូចជារ៉ាឌីហ្សេងបាទចិនដាឌីបាទប៉ូលីអូឌីសួស្ដីទៅកាន់ផានិតសូបាទតារីកូគាត់មិនហ៊ានចូលទេបាទចាន់រស្មីបាទព្រោះផានិតសូព្រោះដោយសារតារីកូគាត់គេហៅថាមិនហ៊ានបញ្ចេញនៅសម្រស់បាទខ្លាចមានការតាក់ទាញណាបាទកូរ៉េខាងត្បូងមានសង្ឃឹមឡើងជុំបន្ទាប់អត់ខ្ញុំគិតថាមានបាទសម្រាប់កូរ៉េខាងត្បូងអាចនឹងឡើងជុំបន្ទាប់បានបាទព្រោះថាឲ្យតែមានបាន3បន្ទុកហើយគឺសម្រាប់ក្រុមមួយហ្នឹងគឺគេមានគេហៅថាទឹកមាត់លេបហើយបាទឲ្យតែមាន3បន្ទុកនិយាយទៅគឺសម្រាប់ឡើងទៅ8ក្រុមចឹង12គឺកាត់តែ4ក្រុមទេបាទលេខ3ណាលេខ3កាត់ចេញតែ4ក្រុមទេអញ្ចឹងឲ្យតែមាន3បន្ទុកហើយគឺក្រុមដែលលេខ3ហ្នឹងគឺមានសង្ឃឹមច្រើនណាបាទមានសង្ឃឹមច្រើនណាបាទចន្ទ្រាគុណបាទសួស្ដីដូចគ្នាបាទស្រៀងភិរៈបាទដល់វគ្គចាញ់ធ្លាក់ទើបដឹងធម្មភាពបានហ្នឹងហើយបាទសម្បត្តិសៀងកានបាទសួស្ដីគ្នាបាទហើយសួស្ដីទៅកាន់កងបាទហើយហ្វុងលីសៀងបាទសួស្ដីដូចគ្នាបាទហើយទៅចេញពីប្រឡងបាទកូរ៉េចាំមួយប្រកួតទៀតមែនបាទសមមួយប្រកួតទៀតអេនឌីវិរៈបាទកាតាលេងកាយពេកកីឡាករស9នាក់បាទប្រូវ៉ាន់សួស្ដីទៅកាន់តាំងផេសបាទតាំងហ្វាសៃបាទសួស្ដីគ្នាទៅកាន់ TKH បាទពេញចិត្តបារាំងអាសង់ទីនអាល្លឺម៉ង់បាទហើយនូប៊ុនធុនបាទសួស្ដីដូចគ្នាបាទនិលប៊ុនហាប់បាទក៏ដូចជាបាទអុកកុងគៀបាទញ៉ាភីរ៉ាបាទអេស្ប៉ាញឲ្យឡើងដល់វគ្គ4ក្រុមអត់គុំនិយាយពេលហ្នឹងប្រិមិត្តបាទយើងអត់ទាន់អាចនិយាយបានទេបាទដូចខ្ញុំលើកឡើងអញ្ចឹងចាំវគ្គ32ក្រុមបាទយើងអាចមើលទៅឃើញហើយថាអូខេបាទសម្រាប់ជំរឿសជាតិមួយនេះមើលទៅទម្រង់ពេញប៉ុន្តែបើការពារដូចគ្នាគាត់ពិបាកលេងអញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទដូចជាជំរឿសជាតិបារាំងគាត់ប្រយុទ្ធល្អប៉ុន្តែប្រយុទ្ធច្រើនពេកវាធ្វើឲ្យតំបន់ការពារក្រុមរៀងទលាយឧទាហរណ៍អញ្ចឹងអញ្ចឹងយើងអាចនិយាយបានយើងអាចព្យាករបានខ្លះហើយនៅក្នុងវគ្គនេះគឺអត់ទាន់អាចព្យាករអីបានទេប្រិមិត្តបាទយើងគ្រាន់តែមើលឃើញប៉ុណ្ណេះមិនប្រកាសថាបាទលេងមិនកើតណាបាទប្រិមិត្តបាទខ្ញុំគិតថាបូដូលេង World Cup ចុងក្រោយគាត់ហើយបាទនរសក្តាបាទនៅបណ្ណាអ៊ុំសុគ្រីឆៃមសុកជាហ្វុងលីសៀងបាទចិនណាឌីបាទហ្វុងលីសៀងបាទក៏ដូចជាមេងលីហ្វូតូបាទចប់វគ្គចៃពូតើគេកាត់យកប្រមាណក្រុមបាទស្រួលទេបាទប្រិមិត្តណាបាទជម្រាបជូនប្រិមិត្តម្ដងទៀតបាទស្រួលយល់ទេបាទសម្រាប់ក្រុមទាំងក្រុមទាំង12ក្រុមនេះគឺគេយកលេខ1លេខ2បាទគេយកលេខ1លេខ2អញ្ចឹងសរុបទាំងអស់វា24ហើយបាទអញ្ចឹង24គេត្រូវការ8ក្រុមទៀតបាទដើម្បីឡើងទៅកាន់វគ្គ32ក្រុមអញ្ចឹង8ក្រុមនេះគឺគេយកលេខ3ដែលល្អបាទអញ្ចឹងលេខ4ដឹងតែធ្លាក់ហើយបាទលេខ4គឺដឹងតែធ្លាក់ហើយបាទតារាងគឺដឹងតែធ្លាក់ហើយអញ្ចឹងសម្រាប់ក្រុមអ្នកលេខ3ល្អគេយកតែ8ប្រទេសទេអញ្ចឹង4ប្រទេសទៀតគឺនឹងត្រូវកាត់ចេញអញ្ចឹងហើយបាទខ្ញុំជម្រាបជូនប្រិយមិត្តថាឲ្យតែមាន3បន្ទុកហើយគឺប្រទេសមួយហ្នឹងគឺមានគេហៅថាទឹកមាត់លេបនៅក្នុងការឈរនៅក្នុងតារាងលេខ3ដែលល្អបាទអញ្ចឹងឲ្យតែលេខ3ដែលល្អបាទគឺមាន3បន្ទុកហ្នឹងហើយ
và play khai tập pi và cút smile tập pi và cút còn miền từ tập pi tụ ấy nè và chẳng cái này có chia chấm lại của bạn này chẳng ao cho miền bay bình tụ hỏi cứ miền sừng khơm là oi và sầm rạp còng đài lịch bay đài là ồ và chẳng đối ông đối chia có rẻ chẳng nó bà có rẻ bán bay bình tụ ấy chẳng quạt miền sừng khơm tràn và được không ca đài liên và đài ban lịch bay đài là ồ chẳng một cuộc khởi quạt hổ ban là mà crop máu bà xong tốt bà quạt thầm là smile máu có quạt ban buồn bình tụ đài bà ấy số đây đôi kia và tất cả prey mật bà mainly photo bà rút bà số đây kia bà chia chiết bà Brazil chạy như được smile 2 tí chạp đàm tập này bà nghi chật gì bà nhung cái tha tầm đối tới 2 tí và nhiên bà nha và sau đây can pro one bà em sing hon bà ấy sau đây là can cầm hộp rộp giang một về đôi nhom bà sang speak krom tới tranh thay ai ná bà chạp đàm thay mau ấy bà vẽ sang speak krom từ bà nhà pira bà an là bà nhà pira bà Rakib Riyan bà với bà nhu bà phong lì siêng bà ra đời ca nói lại cho đời cả và mình hiền giấy bên mặt bảo miền và cái tha chập pon lỡ piên vừa khạp ọt và gì bao nhiêu nhưng cái tha từ mình nuôi tế và piên vừa khạp đấy cứ mưa tới đôi chơi đi xả anh nhau ta Americ chẳng và đồng bon Americ hay cho mùi nâng bảo ở rộng nâng ai rồi còn rất dương nó ngay á bên mặt bà còn rất gì bao nhiêu nó ngay ở dương còn là cả lấy cho mưa răng cho mùi nâng chập pon cả rê bà lên và tu và trong vậy tha sờ bá kia bà hơi từ cái lấy từ mưa krom ở Europe mùi chấm nuốn và krom chẳng bay bờ tây chẳng bay đi lên mình xem phong chẳng bữa sau đi dọn vậy tha krom mà gì lược piên vừa khắp và mình sừng khâm thế bà mình sừng khâm thế bà USA UV và ra Narit và Alamong cho nên đi từ rong lên mày đá sầm rạp Alamong cứ sầm bô từ đó cái là cô đồng bọnประโยชน์và cái đôi chia bầm ra và pon tay dương ở toàn đăng thế tha dạng na thiết phủ để xa tay caประกวดตีมุ้ยchụp cho muối nâng crom đài cái hai tha tớp tại ban score ru chiết và lên protaka thùng bờ khám nó cả là cái bà cu là cái và chân nhung cái tha đôi chỉ mình toàn ai như vậy ban tha là mong là o thì và chân nhưng số giấy bên mặt a là mong rồi có crom để khang từ pa muối crom muối để ăn ta crom nó là o ọt và chân tôi con si bằng 7 6ก็มันประกอบถ้าก่อนละอได้ว่ากรมมวยเตี้ยนั่นคือก่อนเลยเหมือนกาพอนั่งบ่าไอ้กูตะกานี่ลายม้อคือดำใบเอาอาลามองซีหนึ่งไอ้บ่าไอ้ส่วนถ้าอาลามองละออดเย้ไม่กาแบบไรมันบ่าจำมือประตูต่อที่เย้มาแต่คือดอกแบบ3 สปีกรมบ้านยังไอ้เย้บ้านบ่าสุดท้ายบ่ายางควันซันติอาโกบ่าไอ้สุดท้ายเดือนนี้บ่าตะการเคียงแรงคู่บ่าไอ้ประกวดมวยเล่นเชียบ่าgangบ่าbà ông lên lang đó bô crom trong cõi ót bà chấm mưa ở đo vạc 3 ปีlên từ mục tiền sân đâu bà chấm rán hô bà đo vạc 3 ปีcái chai pu toạt tiệt mến ót đi bà 3 ปีក្រុមគឺត្រូវបានរើសរួចហើយណាបាទ30 ពីក្រុមត្រូវបានរើសរួចហើយឧទាហរណ៍ដូចជាពូចុងក្រោយអញ្ចឹងដូចជាពូ K និងពូ L អញ្ចឹងបាទបើសិនជាអ្នកលេខ2ពូ K និងអ្នកលេខ2ពូ L នឹងត្រូវប៉ះគ្នាបាទអញ្ចឹងលេខ1ពូ K និងលេខ1ពូ L នឹងត្រូវប៉ះអ្នកលេខ3បាទដែលមានដូចជា pool HIJKL អញ្ចឹងណាបាទ HIJK អញ្ចឹងទៅបាទនឹងក្នុងចំណុចហ្នឹងគឺគេបានចាប់ឆ្នោតរៀបចំរួចរាល់អស់ហើយណាបាទអត់មានឡើងបាទលេងអញ្ចឹងហើយបានចាប់ឆ្នោតតាមក្រោយទៀតអត់មានទេគឺអ្វីគ្រប់យ៉ាងគឺគេបានកំណត់រួចរាល់ហើយណាបាទកំណត់រួចរាល់ហើយបាទអញ្ចឹងសម្រាប់វគ្គ32ក្រុមទៅចាញ់ធ្លាក់ណាប្រិមិត្តបាទគឺលេងចម្រុះទៅហើយបាទបាទហើយបងប៉ាន់ស៊ីឈ្នះស្មើមួយឡើងហើយបាទអញ្ចឹងមកខ្ញុំនិយាយហ្នឹងបាទបានរោបាទស្ដីគ្នាទៅកាន់សេរីរឿបបាទហើយបងមានបាទឆែមសុកជាបាទសូមណាងយីមបាទកានពេញគង់បាទហើយហ៊ីបាទហើយហ៊ូបាទ top scorer ឥឡូវ Lionel Messi កំពុងតែ top scorer បាទ3គ្រាប់បាទតែសួរថាអ្នកណាឲ្យ top scorer ពុតប្រកាសខ្ញុំមិនទាន់ហ៊ាននិយាយទេបាទប្រិមិត្តបាទឥឡូវនេះមានកីឡាកររបស់កាណាដាមួយរូបដែរបាទ Jonathan David បាទរកបាន3គ្រាប់ដែរហើយបាទស្មើជាមួយនឹង Lionel Messi ប៉ុន្តែគេពីប្រកួតហើយ Lionel Messi ទៅមកប្រកួតទេមាន3គ្រាប់ទៅហើយបាទហើយពូស៊ីអាចលេង World Cup 30ទេប្រហែលជាមិនទេបាទហ្វុងលីសៀងបាទនេះគេអាចនឹងជាការប្រកួត World Cup ចុងក្រោយរបស់គាត់ហើយតែពិតទៅសំបីតែការប្រកួត World Cup ឆ្នាំ2026នេះក៏មានភាពប្រទីងបន្ទង់ដែរបាទសម្រាប់ Lionel Messiបាទចិត្តមើលទៅចិត្តគាត់ហាក់បីដូចជាមិនសូវជាចង់ទេបាទចិត្តគាត់ណាបាទអ្វីដែលមើលទៅចិត្តរបស់គាត់គឺចង់ឲ្យបាទ
កីឡាករចំនួនក្រោយបាទចូលរួមប្រកួតច្រើនជាងគាត់ចូលបាទនេះជាការលើកឡើងរបស់គាត់នៅពេលដែលគាត់ចូលអញ្ចឹងទៅបាទវាអត់អាចលើកមុខលើកមាត់ឬក៏ដូចជាបង្ហាញក្មេងចំនួនក្រោយកីឡាករចំនួនក្រោយអត់បង្ហាញសមត្ថភាពបានពេញលេញអញ្ចឹងណាបាទព្រោះគាត់ដឹងហើយថាគាត់ចូលគាត់បង្ហាញវត្តមាននៅជម្រើសជាតិដឹងតែគេដាក់គាត់ហើយបាទគ្រូបង្វឹកដឹងតែដាក់គាត់លេងអញ្ចឹងភាពលេចធ្លោរបស់កូនក្រុមភាពលេចធ្លោរបស់ក្រុមបាទមិត្តរួមក្រុមរបស់គាត់មិនសូវជាលេចធ្លោបាទបាទអញ្ចឹងប៉ុន្តែគ្រាន់ថាជាសំណូមពរផងអីផងយ៉ាងហ្នឹងបាទគាត់ក៏លេងអញ្ចឹងសម្រាប់ឆ្នាំ2030ប្រហែលជាគាត់មិនទៅដល់ទេបាទគាត់ប្រហែលជាមិនទេបាទនឹងចិត្តគាត់ទេណានឹងជាការលើកឡើងរបស់គាត់ខ្លួនឯងផ្ទាល់បាទប៉ាលីហួរប៉ុន្តែបើសិនជាដំណាក់កាលដែលលំបាកប្រហែលដែរបាទស៊ីយើងឲ្យឡើងវា8ក្រុមគឺល្អហើយបាទប្រជាជាតិបាទហើយសូដីបាទប្រកួតទី1ដល់ទៅប្រកួតទី38ឃើញហើយបាទចាញ់ហើយបាទសុកច័ន្ទបាទបងមានបាទញ៉ាភីរ៉ាបាទស្គាល់ហើយញ៉ាភីរ៉ាហើយបាទកៅសុំលីបាទឃើញគេឡើងថាពុកតហ្គាល់ចាញ់អាចយុទ្ធសាស្ត្រគ្រូបង្វឹកចង់បានលេខ2លេខ3ដើម្បីជួបក្រុមខ្សោយអត់ទេលេខ1បានជួបជាមួយអ្នកលេខ3លេខ1បានប៉ះមួយអ្នកលេខ3លេខ2ត្រូវប៉ះជាមួយនឹងអ្នកលេខ2បាទហើយអ្នកលេខ3ទេដែលត្រូវប៉ះមួយលេខ1បាទមិនចឹងទេណាបាទសំមូលីបាទអ្នកលេខ1ទេដែលធូរខ្លួនបាទញេបលៀកញេបឡាច់បាទនៅអត់ទាន់បាយទេពីតឺលីបាទឬទៅ World Cup ក្រោយគេថែប្រទេសទៀតអីនៅអត់ទាន់អនុម័តទេណាបាទនៅអត់ទាន់អនុម័តទេឬសូតែចង់បាន60ប្រទេសឯណានោះបាទធរវាសនាបាទបងខ្វាន់ស្ទីបាទអាស៊ីផ្នែកនារីលើកពាន World Cup រួចហើយបាទខ្ញុំមិនចង់និយាយអំពីរឿងនារីរឿងមិននារីអីទេបាទសំខាន់ធំបំផុតបាទគឺ World Cup បុរសហើយសួរថា World Cup នារីហ្នឹងអ្នកទស្សនាបានច្រើនអត់បាទហើយមានអ្នកគ្រប់គ្រងក៏ដូចជាយើងដូចគ្នានេះតើយើងគ្រប់គ្រងបាល់ទាត់នារីច្រើនអត់ច្រើនមិនសូវទេបាទអាមេរិកខ្ញុំគិតថាអាមេរិកឈ្នះអូស្ត្រាលីបាទតានេះគឺថាកម្ពុជានឹងលើកពាន FIFA កាលឆ្នាំ2050អើយបងមានអីឈប់និយាយពីជំរឿសជាតិយើងទៅខ្ញុំមិនមែនថានិយាយទៅវាអីទៅវានិយាយទៅវាដូចជាដដែលអញ្ចឹងណាបងមានខ្ញុំគិតថាយើងត្រូវទទួលស្គាល់អ្វីយើងគឺកម្រិតរបស់យើងបាទកុំភ្លេចណាសួរថាតើតំបន់អាស៊ានរបស់យើងនេះវៀតណាមឥណ្ឌូនេស៊ីឆ្នាំនេះឥណ្ឌូនេស៊ីខ្លាំងសួរបានទៅលេងពាន World Cup អត់ទេបានត្រឹមលេងវគ្គជម្រុះនឹងឯងបាទហើយសួរថានៅពេលដែលលេង SEA Games យើងបានឡើងទៅរកវគ្គផ្ដាច់ព្រាត់បាទយើងបានយើងនិយាយថាយើងដែលបានពានអត់អញ្ចឹងចំណុចហ្នឹងបាទហើយយើងនៅតែនិយាយអញ្ចឹងយើងនិយាយអញ្ចឹងមានន័យថាមិនទេគឺមានន័យដូចជាបង្អាប់ហើយបើបង្អាប់ជំរឿសជាតិកម្ពុជាដូចបង្អាប់ខ្លួនឯងហ្នឹងឯងបាទបង្អាប់ជំរឿសជាតិដូចបង្អាប់ខ្លួនឯងហ្នឹងឯងមានបង្អាប់អ្នកណាទៀតបាទអញ្ចឹងខ្ញុំគិតថាយើងគួរតែបាទព្យាយាមគ្រប់គ្រងក៏ដូចជាផ្ដល់យោបល់ល្អបាទឧទាហរណ៍ថាឥឡូវនេះយោបល់ fan ឥឡូវឃើញទេបាទ fan ថាឲ្យចូលសញ្ជាតិទៅអីទៅឥឡូវសហព័ន្ធគេឲ្យចូលសញ្ជាតិហ្នឹងកីឡាករបរទេសចូលសញ្ជាតិមានប្រមាណអ្នកហើយឃើញអត់បាទអញ្ចឹងវាត្រូវតែមានការកែប្រែវាមានត្រូវការចាប់ផ្ដើមពីបន្តិចម្ដងបាទមិនមែនមកចំហៀនឡើងហើយសួរថាយើងដូចជាគូរកាវនេះគូរកាវអីជាមួយនឹងបាទកាប់វើតអីនេះបាទហើយសួរទៅធ្វើអីបាទដូចគូរកាវនេះទៅធ្វើអីឥឡូវទៅធ្វើអីបាទគ្រាន់តែការប្រកួតទី1អាឡម៉ង់ដាក់7-1ហើយសួរទៅធ្វើអីបាទអញ្ចឹងខ្ញុំគិតថាកុំអីបាទយើងកុំនិយាយពីរឿងហ្នឹងអីបាទហើយសម្រាប់សហព័ន្ធនិយាយថាដាក់គោលដៅវាគ្រាន់តែជាការដាក់គោលដៅទេតែរឿងទៅដល់ឬក៏មិនដល់យើងអត់ទាន់ដឹងទេបាទដូចយើងដាក់គោលដៅសម្រក់គីឡូអញ្ចឹងណាបាទយើងគីឡូ60អញ្ចឹងដាក់គោលដៅសម្រក់55បាទហើយគ្រាន់តែគោលដៅទេតែស្រកបានយើងអត់ដឹងបាទជំរាបសួរបាទលេងមួយថ្ងៃដែរបើខាប់ឆ្នាំនេះគឺ30ថ្ងៃជាងមួយខែមួយអាទិត្យទេបាទសង់ទីនអាចប៉ះជាមួយប៉ូទុយហ្គាល់អត់បាទបាននិយាយរឿងអាចចឹងបាក់និយាយណាប្រិមិត្តបាទវែងឆ្ងាយទេបាទជាកំណត់ត្រា World Cup គឺត្រឹម2002នេះអេរ៉ង់តែធ្លាក់នៅវគ្គបែកពូលហើយបាទបងមានបាទស្ដីដូចគ្នាសុខាបាទសុខាមករាបាទ Peter Parker បាទប្រូណាបាទចម្រើនហូបាទក្រុមណាឡើងវគ្គ4ក្រុមចុងក្រោយអូយបាទនិយាយពេលហ្នឹងអត់កើតទេចម្រើនហូហើយបាទ32ក្រុមមិនទាន់ប៉ះខ្លាំងប៉ះគ្នាផងហើយយើងទៅនិយាយមុនមកអញ្ចឹងមិនកើតបាទពូប៉ូទុយហ្គាល់ហើយណាអសង់ទីនជាប់គ្នាមែនតាបាទអាចបាទដូចជាអសង់ទីនបាទនៅពូជេ
và hơi xem Portugal nữ bù khê và chân vào sân để dương cái lệ từ mưa khoai mấy và cả vào cột khoái và runner up chế khế chế và winner chế và Lutra tai và bị bạn nè và winner khế cho bùi nắng sợt chỉ và và chân tăng ấy và mình bị bạn nó qua các nến và bạn nến này và ai ba nến Lutra tai u ho tha dòng tin lệch muối và dòng tin lệch muối và hơi Portugal lệch 7 នឹង hello អាចទៅប៉ះគ្នាបាទត្រាទៀបប្រិមត្តបាទត្រាទៀបគាត់ពីអ្នកប៉ះគ្នាត្រាទៀបបាទមេស៊ីល្អណាស់តាលេងអត់ងាយធ្លាក់តម្រង់ទេបាទការវិញគង់បាទប៉ុន្តែចិត្តរបស់គាត់ប្រហែលជាមិនចង់ទៅឆ្ងាយជាងនឹងអញ្ចឹងណាបាទប្រិមត្តបាទមើលទៅចិត្តរបស់មេស៊ីចិត្តគាត់មិនចង់ទៅឆ្ងាយជាងនឹងបាទហើយបាទ Thierry Henry មិនបានថាឲ្យរ៉ូណាល់ដូទាំងដែលខ្លួនឯងបានគ្រាប់បាល់ទៅជាងរ៉ូណាល់ដូបាទ Pro VN បាទជើងយើងចេះបាទខ្ញុំអត់មានកាន់ជើង Thierry Henry ទេបាទក្នុងនាមខ្ញុំបិទជា fan Thierry Henry មែនពេលខ្លះក្នុងការនិយាយប៉ះពាល់បន្តិចយើងយកគាត់មកប្រៀបធៀបអញ្ចឹងណាបាទដូចជាការលើកឡើងនេះឃើញថាមានអ្នកដែលលើកឡើងមកវិញថា Thierry Henry បាទរកក្រុមមិនបានស្មើរកមិនបានអីដូចនឹងរ៉ូណាល់ដូផងមានទៅនិយាយថារ៉ូណាល់ដូហ្នឹងគឺលេងតំបន់ប្រយុទ្ធហ្នឹងគឺអត់បានល្អអញ្ចឹងចុះប៉ុន្តែយើងត្រូវត្រឡប់មកវិញថាបច្ចុប្បន្ន Thierry Henry គាត់មិនមែនត្រឹមតែជាអតីតកីឡាករនោះទេបាទ Thierry Henry បច្ចុប្បន្នគឺគាត់គឺជាអ្នកវិភាគបាទក៏ដូចជាអ្នកបើយើងនិយាយទៅអ្នកវិភាគនឹងរៀបចង់និយាយថាមើលការប្រកួតហ្នឹងណាបាទអ្នកវិភាគនឹងមើលការប្រកួតហ្នឹងថាតើនឹងលេងរបៀបម៉េចតើនឹងនៅខ្វះកន្លែងម៉េចអីចឹងណាបើយើងនិយាយទៅគឺអ្នកវិភាគការប្រកួតតែម្ដងអញ្ចឹងក្នុងនាមគាត់ជាអ្នកវិភាគការប្រកួតបាទគាត់ត្រូវនិយាយអំពីចំណុចខ្វះខាតបាទអញ្ចឹងឲ្យគាត់វិភាគការប្រកួតគាត់និយាយថាម៉េចចុះបាទអញ្ចឹងគាត់អ្នកវិភាគការប្រកួតគាត់ត្រូវនិយាយថារ៉ូណាល់ដូល្អណាស់អញ្ចឹងមែនបាទអត់អញ្ចឹងទេបាទពេលខ្លះក្នុងការនិយាយទៅឲ្យមនុស្សម្នាក់ដែលគាត់ខ្លាំងជាងគាត់យើងទៅគិតថាគាត់ហ្នឹងខ្លួនឯងមិនដល់គេហ្នឹងទៅនិយាយថាឲ្យគេបាទប៉ុន្តែយើងត្រូវដឹងពីតួនាទីរបស់គាត់ឥឡូវបាទព្រោះឥឡូវគាត់មិនមែនត្រឹមតែបាទជាអតីតកីឡាករទេបាទគាត់ក៏ជាអ្នកវិភាគនៅក្នុងការប្រកួតនេះដែរបាទអញ្ចឹងគាត់គ្រាន់និយាយថាកន្លែងនេះបាទគាត់រ៉ូណាល់ដូនេះគាត់លេងបើសិនជាលេងគាត់លេងចែបាទគាត់ទៅប្រេសក្នុងតំបន់នេះចូលជួយក្នុងតំបន់នេះអត្រាក្នុងការរកគ្រាប់បានអញ្ចឹងមិនអញ្ចឹងហ៎បាទប៉ុន្តែយើងបែរតែជាគិតថាគាត់នឹងនិយាយនឹងគឺចង់មើលងាយចង់អីទៅចេះវិញបាទតឹងចាពាក្យសម្ដីគាត់មិនបាននិយាយថារ៉ូណាល់ដូនឹងលេងអន់លេងអត់កើតគួរតែដូរចោលគាត់បាននិយាយពាក្យហ្នឹងទេបាទគាត់គ្រាន់និយាយថារ៉ូណាល់ដូនឹងគួរលេងចេះបាទអញ្ចឹងគ្រាន់តែពេលខ្លះពេលដែលយើងស្រឡាញ់ទៅលើឬក៏គ្រប់គ្រងទៅលើ idol របស់យើងពេកបាទយើងក៏បាត់បានគិតគូរវែងឆ្ងាយថាគេនឹងនិយាយត្រឹមចំណុចណាហើយគាត់និយាយហ្នឹងគឺដើម្បីអីបាទពេលខ្លះខ្ញុំនិយាយពាក្យហ្នឹងទៅប្រិយមិត្តប្រកាសជាខ្ញុំថាខ្ញុំហ្នឹងគឺកាន់ជើង Thierry Henry ណាទៀតហើយអត់មានកាន់ជើងអ្នកណាទេហើយខ្ញុំក៏និយាយអំពីចំណុចល្អក៏ដូចជាអ្វីដែលកីឡាករបច្ចុប្បន្នយក Cristiano Ronaldo ធ្វើជានិមិត្តរូបដែរបាទហើយនិយាយអំពីចំណុចល្អក៏និយាយហើយអីហើយបើប្រិយមិត្តនិយាយថាខ្ញុំនិយាយទៅកាន់ជើង Thierry Henry ទៀតក៏ថាទៅចោះបាទខ្ញុំមិនហ៊ាននិយាយពីអីផ្សេងទៀតទេបាទអញ្ចឹងឲ្យតែយើងនិយាយទៅប៉ះពាល់ដល់ idol ប្រិយមិត្តអត់បានអញ្ចឹងវាអត់កើតទេប្រិយមិត្តបាទហើយខ្ញុំគ្រាន់ជម្រាបជូនប្រិយមិត្តថាគាត់មិនអាចលេងដល់អាយុ80ឆ្នាំបានទេបាទហើយប្រិយមិត្តចាំមើលនៅពេលដែលគាត់ចូលនិវត្តន៍តើប្រិយមិត្តនឹងមានអីនិយាយទៀតបាទខ្ញុំក៏អត់មានអីនិយាយពីគាត់តទៀតដែរនៅពេលដែលគាត់ចូលនិវត្តន៍ខ្ញុំអត់មាននិយាយអីក៏គាត់ទៀតបានទេបាទព្រោះខ្ញុំតែនិយាយតែកីឡាករដែរបាទបច្ចុប្បន្នកំពុងតែជាកីឡាករបាទបាទនៅតែបាទសួស្ដីបាទហើយវីសូបូតាវ៉ែនបាទចង់ឲ្យ USA បារង់សេរីរឿបឆ្នាំនេះបារាំងសង្ឃឹមច្រើនបាទបារាំងសម្បូរកីឡាករប្រយុទ្ធបាទសម្បូរកីឡាករប្រយុទ្ធពូហៃបារាំងជួអសងទីនទៀតទៅ
mà tiếp mà mấy bà mình còn trâu Campuchia để sao là tập họ đằng môn này và nâng nhau mặt đằng ấy bà giấy lên đo dụ sai phó mà nè thì giấy lên đo dụ sai bà bong miền Messi lên bà đôi ta thì bà Hà Nam mà hía bà fan phụ đô nạp cầu và lấy kha và ngày nâng giúp tết rồi vô mưa mưa riêng bà nâng mưa mưa riêng bạn đột tơ lấy kha ơi bà sẽ lấy tao ta dễ bị cô chụp đi cầm dễ bị đầu tiền bà nhóc mắt miên ấy dễ chờ thế bà prey mất dương sầm núa nhóc bọ sai này sầm núa cái bà sân dễ prey mất ọt súa có nhóc mình xài đại bà chẳng trong nơi thì dễ to tiết tha trong nơi tại cao thật sao sầm nhạt quátហើយសម្រាប់ការមានគាត់នៅក្នុងក្រុមគឺធ្វើឲ្យកីឡាករក៏ដូចជាមិត្តរួមក្រុមរបស់គាត់គឺកក់ក្ដៅបាទហើយយើងកុំភ្លេចថាគាត់គឺជាអ្នកដឹកនាំដ៏ល្អមួយនៅលើទីលានបាទមានគាត់ក៏កីឡាករទាំងអស់ហ្នឹងក៏យល់ពីគាត់ច្រើនបាទមិនមែនដាក់គាត់ទៅបាទមែនបាទបើយើងនិយាយទៅគឺការប្រេះvàការព្យាយាមប្រេះរបស់គាត់ទៅការប្រជែងជាមួយនឹងកីឡាករផ្សេងមានការធំថយតិចមែនតើប៉ុន្តែគាត់ក៏នៅតែជាកីឡាករដែលធ្វើឲ្យគេគ្រប់គ្នាខ្លាយរអាដូចគ្នាបាទសរុបលោកឈីមសួស្ដីទៅកាន់បូរ៉ាធឿនបាទកងបាទជំនាញ over USA រង Scotland វាយ Brazil វាយទូគីបាទអាយយបាទកងបាទអាចដែរបាទតោះយើងពីគូយប់នេះតែម្ដងកុំឲ្យរំលងជាមួយនឹងការប្រកួតនៅថ្ងៃយប់នេះតទៅបាទយើងនិយាយទៅចាប់ពីម៉ោង 2 ទៅបាទគឺរវាងសហរដ្ឋអាមេរិកជាមួយនឹងអូស្ត្រាលីបាទសម្រាប់ការប្រកួតនេះគឺសហរដ្ឋអាមេរិកឲ្យជ័យចំនួន1ស្និតបាទមិនមែនឲ្យជ័យនេះយើងthấyថាមើងងាយអូស្ត្រាលីម៉េះរងទៅបាទកុំភ្លេចថាអាមេរិកគឺជាម្ចាស់ផ្ទះទី1អាមេរិកគឺជាម្ចាស់ផ្ទះមានន័យថាគេបានត្រៀមខ្លួនរួចរាល់ច្រើនណាស់បាទហើយសម្រាប់អូស្ត្រាលីបាទភាគច្រើនក៏ប្រិមត្តដឹងហើយមុជមិនជ្រៅទៅមិនសូវឆ្ងាយទេការប្រកួតទី1បាទរបស់អូស្ត្រាលីក៏យើងឃើញភាពល្អរបស់គាត់ណាបាទយកឈ្នះទៅលើទូគី 2-0 តែកុំភ្លេចថានៅក្នុងការប្រកួតនេះគឺទូគីគឺជាអ្នកគ្រប់គ្រងនៅលើទីលានច្រើនជាងប៉ុន្តែធ្វើម៉េចបាទដាច់ទៅមួយបាទរបស់អូស្ត្រាលីទៅដល់មានគ្រាប់បាទប៉ុន្តែសម្រាប់អូស្ត្រាលីវិញគេហៅថាទប់ឡើងចង់បាទគេហៅថាធ្លាយម្ដងទៅហើយបើយើងប្រៀបធៀបរវាងការប្រកួតសហរដ្ឋអាមេរិកជាមួយនឹងប៉ារ៉ាហ្គាយវិញគឺសហរដ្ឋអាមេរិកគឺដាក់សម្ពាធធ្ងន់មែនទែនទៅលើប៉ារ៉ាហ្គាយបាទអញ្ចឹងសម្រាប់គាត់ពីរនាក់ហ្នឹងផ្សេងគ្នាម្នាក់ទប់វាយបកបានគ្រាប់បាទម្នាក់ទៀតគឺយកបាទគេថាមានប្រៀបលើគូប្រកួតតែម្ដងអញ្ចឹងយើងគ្រាន់មើលប៉ុណ្ណឹងយើងដឹងថាសហរដ្ឋអាមេរិកក្នុងរដូវកាលនេះគឺគេបានត្រៀមខ្លួនច្រើនមែនតើហើយបច្ចុប្បន្នដឹកនាំដោយលោក Mauricio Pochettino បាទហើយសម្រាប់សហរដ្ឋអាមេរិកប្រិមិត្តបាទក៏យើងឃើញហើយមានកីឡាករល្អបាទដែលបច្ចុប្បន្នក៏លេងនៅបាទតំបន់អឺរ៉ុបដែរបាទមិនមែនមានតែកីឡាករលេងនៅសហរដ្ឋអាមេរិកអីទេបាទប្រិមិត្តប្រកាសស្គាល់គាត់អីបាទ Pulisic បាទបច្ចុប្បន្នហ្នឹងគាត់រាល់ថ្ងៃនៅបាទ Inter បាទហើយក៏ដូចជាមានកីឡាករបូឡូហ្គាន់ដែលធ្វើបានល្អមែនទែនសម្រាប់កីឡាករនេះបាទហើយមានវាបាទនៅម៉ាស័យបាទសិតតែជាកីឡាករប្រិមត្តធ្លាប់ស្គាល់គាត់ហើយបាទមាន Tillman បាទក៏ដូចជាបាទ McKennie បាទបច្ចុប្បន្នគាត់នៅបាទ Juventus បាទហើយមានកីឡាករល្អជាច្រើនទៀតដែរប្រិមត្តបាទណាបាទសម្រាប់ក្រុមបាទសហរដ្ឋអាមេរិកបាទ Sergio Des ប្រិមត្តស្គាល់គាត់ហើយបាទដែលបាទលេងតំបន់ការពារទេបាទទៅប្រម៉ូតគាត់ទៅលេងតំបន់ប្រយុទ្ធបាទការនោះគាត់នៅបាសេឡូណាបាទ Sergio Des នេះប្រិមត្តស្គាល់គាត់ហើយបាទហើយក៏មានកីឡាករនៅ Crystal នៅ Fulham អីជាដើមដែរបាទមាននៅ Villarreal អញ្ចឹងកីឡាកររបស់គាត់លេងនៅក្រៅប្រទេសនៅតំបន់អឺរ៉ុបមានច្រើនបាទបើគិតមកដល់ពេលនេះអញ្ចឹងសម្រាប់ខ្ញុំគិតថាសម្រាប់គូនេះគឺសហរដ្ឋអាមេរិកគឺគេមានប្រៀបជាងហើយបាទគេជាម្ចាស់ផ្ទះផងបាទសូមទោសហើយការប្រកួតទី1ហ្នឹងគឺគេល្អជាងប៉ារ៉ាហ្គាយឆ្ងាយបើប្រៀបធៀបជាមួយនឹងអូស្ត្រាលីវិញលេងទប់ចង់តែស្មើទេប៉ុន្តែធ្វើមិនរបូតទៅមួយរកគ្រាប់បាល់បានអញ្ចឹងសម្រាប់ការប្រកួតនេះខ្ញុំគិតថាសហរដ្ឋអាមេរិកធ្វើបានល្អបាទវាយអាមេរិកល្អជាងបាទខ្ញុំគិតថាអាមេរិកអាចនឹងមិនរបូតគ្រាប់ទេបាទអាចនឹង 2-0 បាទនេះបាទហើយបើរបូតក៏អាចនឹងរួចជ័យដែរអាចនឹង 2-1 បាទសម្រាប់សហរដ្ឋអាមេរិកជាមួយនឹងបាទអូស្ត្រាលីបាទហើយបាទកំសាន្ត KH បាទតាក់ទងមកខ្ញុំផ្ទាល់មកបាទបូរ៉ាធឿនបាទសម្រាប់ថ្ងៃមុនគិតថាប្រូណូទេមិនសហការបាទរ៉ាំងលឹមបាទចាំមើលការប្រកួតបន្ទាប់សិនបាទអត់ទាន់អាចនិយាយថាអ្នកណាលេងបង្កើតអ្នកណាលេងកើតបានទេត្រឹមប្រកួតទី1ណាបាទបាទស្អីគេទៀតហើយបាទច័ន្ទវិរៈ
បាទមករកប្រកួតទី2ស្មើចាញ់ប្រកួតទី3ប្រឹងប្រយុទ្ធបាទស៊ីហៃទីបានច្រើនក្របឯងជាជាតិបាទបារាំងលីមបាទថ្ងៃមុនខ្ញុំគិតថាប្រុយណូបាទនឹងចាំយើងមើលប្រកួតបន្ទាប់ទៀតសិនបាទប្រូណាបាទភ្នែកបាទគិតថាកម្ពុជាអាចឈ្នះពានអាស៊ានយើងទេអើយបងមានអីនៅតែនិយាយពីកម្ពុជាទៀតបានហើយបាទកុំតន់អាចនិយាយពីកម្ពុជាបាទដូចខ្ញុំនិយាយដដែលអញ្ចឹងបាទមិនតន់និយាយទេបាទសម្រាប់ជំរឿនជាតិកម្ពុជាយើងបាទចាំពេលដែលមានបាទធនធានល្អយើងចាប់ផ្ដើមគ្រប់គ្រងដោយការសម័យវឌ្ឍនាការអីទៅបាទចប់ហើយបាទនេះគឺជាទួនាទីបាទរបស់អ្នកគ្រប់គ្រងបាទពេលខ្លះយើងខ្ញុំឃើញគ្រប់គ្នាក៏ដើរតួនាទីលើសអ្នកគ្រប់គ្រងដែរបាទតោះយើងទៅមើលស្កុតឡែនយប់នេះគឺត្រូវបានម៉ារ៉ុកជាអ្នកឲ្យជ័យណាបាទមិនធម្មតាទេម៉ារ៉ុកឲ្យជ័យទៅកាន់ស្កុតឡែនបាទតំបន់អាហ្វ្រិកបាទឲ្យជ័យបាទទៅកាន់តំបន់បាទអឺរ៉ុបបាទមិនធម្មតាទេកន្លះស្និតលើមួយខ្ញុំគិតថាដូចជាផ្ដល់តម្លៃឲ្យទៅកាន់ម៉ារ៉ុកច្រើនប៉ុន្តែបាល់នេះខ្ញុំគិតថាប្រហែលជាស៊ីស្កុតឡែនមិនបានទេបាទបាល់នេះប្រហែលជាបានត្រឹមស្មើបាទបាល់នេះខ្ញុំគិតថាប្រហែលជាស៊ីស្កុតឡែនមិនបានងាយស្រួលទេបាទកុំភ្លេចថាស្កុតឡែនឡើងមកកាន់វគ្គនេះគេមិនមែនលេងជំរុះគេមិនមែនលេងអីទេណាបាទគឺគេមានលទ្ធភាពដូចគ្នាបាទហើយសម្រាប់ម៉ារ៉ុកខ្ញុំមិនមែនថាគាត់អន់មិនស៊ីបាទបានទេហើយការប្រកួតជាមួយនឹងប្រេស៊ីលខ្ញុំមើលទៅក៏ដូចជាគេហៅថាមានទៅមានមកដែរប៉ុន្តែយើងក៏ត្រូវដឹងថាសម្រាប់ប្រេស៊ីលបច្ចុប្បន្នគឺកំពុងតែមានអនុភាពបាទកីឡាករមិនសូវជាល្អច្រើននៅក្នុងតំបន់បម្រើហើយតំបន់ការពារហ្នឹងក៏មានបញ្ហារបួសខ្លះទៀតបាទអញ្ចឹងគឺជាចំណុចមួយដែលពិបាកដែរសម្រាប់ជំនឿជាតិប្រេស៊ីលហើយណាមួយគឺជាប្រកួតដំបូងផងបាទហើយសម្រាប់ការប្រកួតយប់នេះខ្ញុំគិតថាប្រហែលជាអាចនឹងមានអត្រាស្មើខ្ពស់បាទស្កុតឡែននៅជាមួយនឹងម៉ារ៉ុកបាទខ្ញុំគិតថាទោះបីជាជេកប៉ុណ្ណេះទោះបីជាស៊ីអស់ធំត្រឹមមួយគ្រាប់បាទប៉ុន្តែខ្ញុំគិតថាមិនស៊ីស្កុតឡែនទេហើយបាទអាចត្រឹមស្មើខ្ញុំគិតថាអាចត្រឹមស្មើបាទស្កុតឡែនគេមាន Robertson បាទគេមាន Thomas ដែរតើបាទគេមិនអត់កីឡាករណាបាទបាទគេមិនអត់កីឡាករណាប្រិមិត្តបាទមាន McGinn បាទមានបាទ Tyler Fletcher បាទកូនរបស់ Darren Fletcher ហ៎បាទបាទបាទអញ្ចឹងកុំមើលងាយ Scotland ណាបាទទោះតែកីឡាករម៉ារ៉ុកបច្ចុប្បន្នលេងនៅតំបន់បាទអឺរ៉ុបច្រើនបាទកីឡាករម៉ារ៉ុកលេងនៅតំបន់អឺរ៉ុបច្រើនបាទដូចជា Masraoui របស់ Manchester United បាទក៏ដូចជាបាទប្រិមិត្តប្រកាសជាស្គាល់គាត់ដែរ Akrah Hakimi បាទបច្ចុប្បន្នលេងឲ្យបាទក្លឹប Paris Saint-Germain បាទហើយនឹងមានកីឡាករមួយចំនួនទៀតបាទលេងនៅក្នុងសិតនៅក្នុងតំបន់អឺរ៉ុបតែម្ដងបាទអញ្ចឹងមានន័យថាសម្រាប់បាទដូចជាប្រាហាំដៃអាហើយបាទនៅ Real Madrid អញ្ចឹងបើយើងប្រៀបធៀបវិញគឺកីឡាកររបស់ម៉ារ៉ុកហ្នឹងគឺសឹងតែនិយាយថាបាទស្មើនឹងកីឡាករអឺរ៉ុបហើយបាទព្រោះដោយសារតែមួយក្រុមជម្រើសជាតិរបស់គាត់ហ្នឹងគឺភាគច្រើនលេងនៅក្នុងតំបន់អឺរ៉ុបបាទអញ្ចឹងមានន័យថាមួយអាគីបរបស់គាត់ហ្នឹងគឺសឹងតែនិយាយថាបាទស្មើជាមួយនឹងសមត្ថភាពប្រទេសនៅអឺរ៉ុបបាត់ទៅហើយបាទអញ្ចឹងមិនមែនថាគាត់នៅអាហ្វ្រិកហើយគាត់លេងមិនមើលទៅមិនរួចទេបាទគឺអាចទៅរួចយប់នេះបើយើងប្រៀបធៀបគឺម៉ារ៉ុកឥឡូវ FIFA World Ranking គាត់លេខ6ខ្លាំងណាស់បាទហើយប្រៀប Scotland គឺឆ្ងាយប៉ុន្តែការប្រកួតយប់នេះមិនមែន Scotland ទៅលេងបែបឲ្យម៉ារ៉ុកស៊ីងាយនោះទេបាទគេនៅអឺរ៉ុបគេក៏ខ្លាំងគួរសមដែរបាទអញ្ចឹងយប់នេះខ្ញុំសូមផ្ដល់ជូនឲ្យអត្រាស្មើខ្ពស់បាទសម្រាប់ក្រុមទាំងពីរបាល់នេះអាចនឹងមួយស្មើបន្តទៀតដូចប្រេស៊ីលមួយម៉ារ៉ុកអញ្ចឹងបាទអាចនឹងម៉ារ៉ុកស៊ីត្រឹម 1-0 បាទអស់ធំហីបាទតែអត្រាស្មើខ្ពស់បាទប្រេស៊ីលមួយហៃទីសឹងតែបាញ់និយាយបាទហៃទីប្រេស៊ីលគឺសម្រាប់ណេម៉ាអត់បានចូលរួមទៀតហើយណាប្រិមិត្តបាទរបាយការណ៍សម្រាប់វិជ្ជបណ្ឌិតចុងក្រោយគឺណេម៉ាអត់បានចូលរួមទៀតហើយបាទអញ្ចឹងសម្រាប់កីឡាករគឺមានតាំងពីវីនីសៀបាទគួរដែរម៉ាសៀខូញ៉ាគួរដែររ៉ាហ្វីនញ៉ាអីមកបាទតែរ៉ាហ្វីនញ៉ាដូចជាស្ទួនមួយវីនីសៀបាទដាក់អេនឌ្រិកបាទព័ត៌មានចុងក្រោយថាអេនឌ្រិកនេះគឺដូចជាអាចនឹងចូលលេងវិញបាទចូលលេងបានហើយបាទអញ្ចឹងប្រហែលជាអាចមានរឿងល្អបាទហើយមាន Gabriel Martinelli បាទ Martinelli ពិបាកចូលលេងព្រោះមាន Vinicius បាទលេងនៅស្លាបឆ្វេងដូចគ្នាបាទនេះជាចំណុចមួយដែរបាទនៅក្នុងតំបន់បម្រើគឺមាន Casemiro បាទ Guemara បាទ Fabinho បាទហើយបើយើងនិយាយអំពី Fabinho នេះគឺគេហៅថាជាងចំណាស់ហើយ
បាទហើយសម្រាប់ប៉ាគីតាបាទកំពុងតែមានអ្នកចោយចៅគាត់ច្រើនបាទសម្រាប់គាត់ហើយនៅក្នុងតំបន់ការពារវិញបាទមានមេកាហៀបាទមានម៉ាគីញ៉ូបាទយើងអាចនិយាយបានថាពួកគាត់សិតតែជាកីឡាករល្អហើយប៉ុន្តែសម្រាប់កីឡាករផ្សេងទៀតមើលទៅនៅមានកម្រិតបាទសម្រាប់តំបន់ការពារអញ្ចឹងសម្រាប់ប្រេស៊ីលវិញតំបន់ការពារគាត់មើលទៅដូចរៀងនៅស្ទើរបាទយប់នេះបើសិនជាយើងនិយាយអំពីហៃទីវិញមិនមានកីឡាករណាដែលល្អគួរជាការយកចិត្តទុកដាក់ទេពីស្និទ្ធកន្លះខ្ញុំគិតថាប្រហែលជាអាចទៅរួចជាដឹងប្រិមិត្តហីបាទអាចនឹង3-1បាទឬក៏2-0បាទអាចដែរ3-0ប្រិមិត្តណាបាទតែគូនេះខ្ញុំគិតថាបើ over តំណងជាងហើយក្រុមដែលបាន3បន្ទុកខ្ញុំសូមផ្ដល់ឲ្យប្រេស៊ីលតែឲ្យគាត់ប្រិមិត្តថាគួរតែធ្វើមិនចេកហ្នឹងខ្ញុំគិតថាគួរតែយក over តំណងជាងវាយប្រេស៊ីលបាទទូគីជាមួយនឹងប៉ារ៉ាហ្គាយបាទសម្រាប់ក្រុមនេះគឺទូគីឲ្យជ័យប៉ារ៉ាហ្គាយបាទនេះគឺទូគីល្អជាងប្រិមិត្តបាទនេះទូគីល្អជាងបាទប៉ារ៉ាហ្គាយមើលទៅដល់ការប្រកួតមុនលេងមើលទៅដូចជាមិនទេបាទប៉ារ៉ាហ្គាយបាទប៉ារ៉ាហ្គាយទៅប៉ះជាមួយនឹងអាមេរិកមើលទៅដូចជាមិនមានអីជារូបរាងណាបាទមើលទៅអាមេរិកគៀបបាទដូចទឹកអំពៅអញ្ចឹងបាទគណៈពេលដែលត្បិតតែទូគីប្រកួតទី1មិនសូវល្អជាមួយអូស្ត្រាលីមែនប៉ុន្តែគ្រប់ទូគីគ្រប់គ្រងនៅលើទីលានបាទនេះទូគីល្អជាងប្រិមិត្តបាទទូគីល្អជាងបាទទូគីឲ្យជែកនេះគឺត្រូវហើយទូគីគឺល្អជាងទូគីគេមានអាដាហ្គូលឺបាទហើយការហាណូគូឡូបើជាកីឡាករល្អគាត់ដែរយ៉ាឌីសហ្នឹងក៏ជាកីឡាករល្អដែរបាទអញ្ចឹងសម្រាប់ខ្ញុំយប់នេះគិតថាទូគីល្អជាងបាទទូគីមានប្រៀបជាងបាទនេះបាទនេះអាចនឹងទូគីស៊ី1-0បាទ1-0បាទវាយឬ over ប្រេស៊ីលខ្ញុំគិតថា over តំណងជាងហ៎បាទតាបើកន្លែង download នៅ YouTube ផងទុកស្ដាប់ពេលទៅចំការមិនមានសេវាបាទមានបាទកន្លែង download YouTube បាទ YouTube មានបាទឥឡូវនេះប្រិមិត្ត YouTube ហ្នឹងកំពុងមើលខ្ញុំដូចគ្នានេះបាទប៉ុន្តែអត់មានអីតបបាទចាំមើលខ្ញុំនឹងព្យាយាមធ្វើមិនឲ្យបានតបទៅកាន់ប្រិមិត្ត YouTube ដែរណាបាទចាំមើលចាប់ពីវគ្គ32អីទៅបាទខ្ញុំនឹងព្យាយាមអាប់ដេតគីឡូអាចនឹងតបទៅ comment ប្រិមិត្តនៅ YouTube បានបាទមករកទម្រង់បុកសាហាវជាងប្រេស៊ីលបាទហើយបើយើងញើទៅដោយសារតែខ្សែការពារប្រេស៊ីលគាត់នៅស្ទើរបាទខ្សែការពារប្រេស៊ីលស្ទើរមែនតែតំបន់បម្រើតំបន់ប្រយុទ្ធគាត់ទៅរួចបាទនៅអត់ទាន់បានបាយទេឆាលីបាទក្នុងពូលបើពូដូលេខ2បាទមេស៊ីលេខ1អាចប៉ះគ្នាអត់បាទចាំនិយាយនៅពេលពីប្រកួតទៀតណាប្រិមត្តណោះបាទចាំនិយាយនៅពេលប្រកួតទី2នេះចប់បាទចាំឈានចូលជុំទី3ចាំយើងអាចមើលបានថាតើប៉ូទុយហ្គាល់នឹងអាចនឹងត្រូវប៉ះអង់គ្លេសឬក៏ប៉ូទុយហ្គាល់នឹងត្រូវប៉ះអាសង់ទីនបាទមានបាទផលដាបាទ 2XL បាទមានបាទ 2XL មានបាទផលដាបាទចង់បានតាក់ទងមកខ្ញុំផ្ទាល់បាទតែយប់នឹងប្រេស៊ីលតមកអូច្រើនណាស់ពីស្និទ្ធកន្លះបាទមករ៉ុបពូកែបាល់តែតួល្អទៅមិនឆ្ងាយទេខ្ញុំមើលទៅប្រហែលអឺរ៉ុបឡើងបាទឡាទីនតែកាឡូប៊ីនិងអាសង់ទីនល្អបាទសម្រាប់ខ្ញុំយប់នេះគឺបើសិនតែយើងនិយាយម៉ារ៉ុកគឺគេល្អជាងហើយបាទបើប្រៀបធៀបជាមួយនឹងស្កុតឡែនណាប៉ុន្តែបើឲ្យម៉ារ៉ុកទៅស៊ីស្កុតឡែនដូចមនុស្សចាស់ទៅស៊ីកូនក្មេងខ្ញុំគិតថាច្រើនពេកហើយបាទជែកមួយស្និទ្ធកន្លះនេះបាទទោះបីជាម៉ារ៉ុកឆ្ងាយខ្ញុំគិតថាបានតែមួយគ្រាប់ទេបាទមិនអាចនឹងស៊ីដាច់ជែកបានទេបាទបាល់នេះអាចស្មើបាទអាចស្មើបាទប៊ុនរ៉ាខេមអនបាទហើយអេលិចខាបាទវាយ over ប្រេស៊ីលខ្ញុំគិតថា over តំណងជាងបាទដាក់ម៉ូតូទៅបាទអេនឌីវីរ៉ាបាទហ្វីលីបកូទីញ៉ូលេងល្អសុកបាត់មុខអញ្ចឹងអត់ទេបាទមួយរយៈក្រោយគឺធ្លាក់ខ្លាំងបាទសម្រាប់ហ្វីលីបកូទីញ៉ូបាទធ្លាក់ខ្លាំងបាទដូចជេមរ៉ូទ្រីហ្គេអញ្ចឹងណាបាទពេលខ្លះទៅគឺបាល់ទាត់គឺវាអញ្ចឹងឯងប្រិមិត្តនៅពេលណាមួយដែលយើងចាប់ផ្ដើមជ្រើសរើសកន្លែងខុសវាបាក់អញ្ចឹងនៅពេលមួយពេលយើងកំពុងតែលេងកន្លែងហ្នឹងល្អបានន័យថាមានគេកំពុងតែបាទជួយ support យើងការយល់ចិត្តគ្នាដល់ពេលយើងដូរទៅមិនប្រកាសថាមិត្តរួមក្រុមគេ support គេជួយជុតយោងយើងទេណាបាទចំណុចហ្នឹងពេលខ្លះទៅយើងទៅដូចតែឯងបាទហ្នឹងក៏វាទៅដែរបាទពេលខ្លះវាអញ្ចឹងឯងបាទទាត់បាទសៃឆ្លងណែនបាទសម្រាប់បិសាយក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Carrick
បាទចាប់ផ្ដើមប្រកួតនេះគឺឃើញថាខានការបើកការប្រកួតដែលលេងនៅក្រៅដីយូរហើយឥឡូវការប្រកួតនៅក្នុងរដូវកាលថ្មីនេះ2026-2027គឺ Man U ចាប់ផ្ដើមបើកការប្រកួតនៅក្រៅដីបាទប៉ះជាមួយក្រុមដែលទើបឡើងមកពី Championship បាទហើយសម្រាប់ Manchester United ខ្ញុំមិនទាន់អាចនិយាយឲ្យបានព្រោះតែកីឡាករនៅមិនទាន់មានការដោះដូរបាទច្រើននៅឡើយទេបាទបច្ចុប្បន្នយកមកបានមួយរូបហើយបាទ Anderson បាទនៅសល់កីឡាករមួយចំនួនទៀតដែល Manchester United ត្រូវយកចូលជាពិសេសកីឡាករដែលត្រូវបញ្ចេញបាទដូចជា Ugarte អីនឹងត្រូវបញ្ចេញហើយបាទជប៉ុនអាចឡើងវគ្គ32ក្រុមអត់ខ្ញុំគិតថាអាចបាទអាមេរិកស្ទើរស្មើក៏ឡើងដែរបាទខ្ញុំស្គាល់តាយល់ហើយតែអត់ដែរបានមើលMr. Rhyme បាទវាយទូគីបាទហើយវ៉នរតនាបាទតើជួយផងប្រហែលថ្ងៃនេះខ្ញុំហូបសៀងរហូតបាទនិយាយបណ្ដាខេមអនបាទអត់មើលមិនសិតតែគ្នាយើងទេបាទជំរាបសួរបាទសុនសំអាងបាទហើយប្រិមិត្តដែលនៅ YouTube ណាចាំខ្ញុំនឹងព្យាយាមធ្វើម៉េចឲ្យពុះមកខ្ញុំអាចនឹងតបខមមិនប្រិមិត្តបានស្រួលព្រោះដោយសារនេះបើកច្រើនពេកខ្ញុំពិបាកតបបាទតបនឹងនេះបាត់ខាងនោះវាយតបខាងនោះបាត់ខាងនេះអញ្ចឹងណាបាទអញ្ចឹងសង្ឃឹមថាខ្ញុំនឹងព្យាយាមតបជាមួយនឹងប្រិមិត្តនៅបាទបណ្ដាញ YouTube បាទអរគុណប្រិមិត្តមែនតើបាទដែលចូលរួមជួរួមទស្សនាតែអត់បានឆ្លើយឆ្លងគ្នាបាទសម្រាប់គូយប់នេះបាទខ្ញុំម្សិលមិញឲ្យប្រិមិត្តសៀងមួយសារហើយបាទសម្រាប់ខ្ញុំយប់នេះខ្ញុំគិតថាវាយទូគីនិងវាយ USA ល្អបាទវាយទូគីវាយ USA over Brazil បាទតែគូដែលខ្ញុំគិតថាល្អស្រឡាញ់ខ្លាំងនោះបាទគូដែលខ្ញុំស្រឡាញ់ខ្លាំងនោះគឺ USA នេះឯងបាទ USA នេះឯងបាទបើប្រៀបធៀបខ្ញុំ50-50រវាងទូគីនិង USA វាយពីហ្នឹងណាបាទ50-50ប៉ុន្តែឲ្យប្រៀបធៀបពីហ្នឹងមួយណាដែលខ្ញុំមានទំនុកចិត្តជាងខ្ញុំគិតថា USA បាទសហរដ្ឋអាមេរិកខ្ញុំមានទំនុកចិត្តជាងបាទមានទំនុកចិត្តជាងបាទអញ្ចឹងវាយទូគីវាយ USA ទៅបាទហើយ over Brazil បាទប៉ូទុយហ្គាល់បើលេងចាញ់កូឡុំប៊ីដឹងតែភ័យខ្លួនហើយបាទចាំមើលតទៀតបាទ Spurs ទិញខ្សែការពារច្រើនអ្នកចុងក្រោយទិញបានខ្សែការពារ Brighton ដែរបាទកុំតាន់បាទសម្រាប់ Spurs គឺរងចាំឲ្យកីឡាករមកពេញវិញសិនបាទហើយតែបច្ចុប្បន្នខ្ញុំឃើញ Spurs ដោយសារតែការដឹកនាំរបស់លោក De Zerbi អញ្ចឹងប្រហែលជា Spurs គឺមានអីថ្មីបាទនៅក្នុងរដូវកាល2025-2027បាទម៉ារ៉ុកចាន់នីបាទ Scotland គេមិនមែនអន់ទេណាបាទយើងទៅវាយម៉ារ៉ុកដូចជាមើងងាយ Scotland ពេកបាទខ្ញុំគិតថាកុំអីបាទនេះអាចស្មើបាទបុទ្ធាបន្លេងមកស្ដីបាទសេរីរើបជំនេះតាឡាអ៊ីគូណាបាទអត់ទាន់ដឹងទេសេរីរើបបាទចាំវគ្គ32ហ្មងទៅបាទចាំច្បាស់បាទហើយសម្រាប់វគ្គនេះទៅគេហៅថាប្រចិត្តប្រជាងខ្លះបាទប្រូណាក់បាទអញ្ចឹងមិញប្រាប់ហើយសម្រាប់ទាំងទូគីទាំង USA ខ្ញុំគិតថា USA បាទខ្ញុំឆ្លាញ់ជាងទូគីបាទមិនឆ្លាញ់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកឲ្យខ្ញុំបាទមានវីសាទៅលេងអាមេរិកអីណាបាទនេះគ្រាន់តែជាការវិភាគជូនប្រិយមិត្តទេបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាអាចបានទូគីនិងសហរដ្ឋអាមេរិកវាយបានដូចគ្នាប៉ុន្តែខ្ញុំពេញចិត្តសហរដ្ឋអាមេរិកជាងហើយសម្រាប់ប្រេស៊ីលខ្ញុំគិតថា over តំណងបាទហើយប្រេស៊ីលយ៉ាងណាហើយតាដូចមិនទេបាទសុនមីនីសម្រាប់ប្រេស៊ីលខ្ញុំគិតថាមិនអីទេបាទគ្រាន់ថាបើសិនជាសួរតែមួយជ្រៅទៅឆ្ងាយអត់ប្រិមិត្តត្រូវគិតថាសម្រាប់ការដឹកនាំរបស់លោក Carlo Ancelotti បាទគាត់នេះគឺមិនជាចង់និយាយថាមិនជាលេចធ្លោទេប៉ុន្តែគាត់ដឹកនាំទៅគឺចេះតែទៅមុខបាទប្រិមិត្តឃើញទេបាទ Real Madrid កីឡាកររបួសផងអីផងញោមញីដល់របួសចុងក្រោយគាត់ដឹកនាំបានពៀនឃើញអត់អញ្ចឹងមកដល់ពេលនេះការគាត់ដឹកនាំប្រេស៊ីលក៏សឹងតែស្តៀងគ្នាអញ្ចឹងបាទនិយាយរមាត់ទៅគឺលោក Carlo Ancelotti នេះគឺប៉ិនឆ្នៃកីឡាករអញ្ចឹងខ្ញុំគិតថាមិនទាន់អាចនិយាយបានទេសម្រាប់ជំរឿសជាតិប្រេស៊ីលប៉ុណ្ណេះបាទអេគីបប៉ុណ្ណេះខ្ញុំមើលទៅរៀងនៅចាញ់គេប៉ុន្តែដោយសារតែការដឹកនាំរបស់លោក Carlo Ancelotti ខ្ញុំគិតថារៀងពិបាកដែរបាទព្រោះដោយសារតែគាត់បាទគេហៅថាខ្លាចាស់ផងហើយគាត់ក៏ជាអ្នកដែលកែច្នៃក្រុមបានខ្លាំងដែរបាទអញ្ចឹងត្បិតតែគាត់ដឹកនាំវាមិនលេចធ្លោអីខ្លាំងប៉ុន្តែសម្រាប់អ្នកដែលធ្វើក្លឹបបាទនៅក្រោមគាត់គឺតែងតែមានការវិវត្តបាទក៏ដូចជាធ្វើបានល្អច្រើនអញ្ចឹងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលបាទបើទោះជាតំបន់ការពារហាក់បីដូចជានៅស្ទើរស្ទាក់
បាទប៉ុន្តែតំបន់បំរើនិងតំបន់ប្រយុទ្ធរបស់គាត់មានបានល្អអញ្ចឹងសម្រាប់លោកកន្លង insanity ប្រហែលជាអាចនឹងឆ្នៃចេញអញ្ចឹងណាបាទអាចឆ្នៃចេញបាទបុនរ៉ាខេមអនអត់ភ្លេចទេបាទបុកទូកាអត់ដាក់ពូដូអាចល្អជាងនេះខ្ញុំគិតថាមិនប្រកាសថាអញ្ចឹងទេណាបាទប្រិមិត្តមិនប្រកាសថាអញ្ចឹងបាទអូជាចាំមកប្រៃព្រឹកទៅបាទនងណាលីបាទអូស្ត្រាលីមានក្របអត់បាទអូស្ត្រាលីការប្រកួតទី1ឃើញថាធ្វើបានល្អមួយទូគីប៉ុន្តែថាទូគីដាក់ខ្លាំងពេកណាបាទខ្ញុំគិតថាប្រហែលជាអាចបាទ2-1 3-1បាទខ្ញុំមិនហ៊ានទេបាទប្រិមិត្តបាទខ្លាចថាអូស្ត្រាលីដល់ពេលប្រកួតទៅពេលប្រកួតនេះរៀងយ៉ាប់យើណាបាទព្រោះអាមេរិកគេម្ចាស់ផ្ទះបាទមិនមែនស្រួលទេណាបាទសម្រាប់ម៉ារ៉ុកខ្ញុំគិតថាស្មើបាទសេងងួនហៀងបាទម៉ារ៉ុកខ្ញុំគិតថាស្មើច្រើនបាទក៏1ម៉ោងទៅហើយណាប្រិមិត្តបាទ1ម៉ោងទៅហើយបាទ USA មួយស្មើខ្ញុំគិតថាមិនស្មើទេបាទគេម្ចាស់ផ្ទះផងហើយមើលទៅកាន់កម្រិតលេងទី1របស់អូស្ត្រាលីយើងគិតថាអូស្ត្រាលីខ្លាំងហើយបាទឈ្នះទូគីប៉ុន្តែសម្រាប់ខ្ញុំមើលការប្រកួតនេះគឺសម្រាប់ទូគីគឺគេមានប្រៀបជាងនៅលើទីលានបាទប៉ុន្តែគ្រាន់ថាការដែលទៅមួយរបស់អូស្ត្រាលីមើលទៅតំបន់ការពាររបស់ទូគីហ្នឹងវានៅស្ទើរបាទมันអាចទប់ជាប់អញ្ចឹងណាតែបើប្រៀបធៀបអាមេរិកជាមួយនឹងប៉ារ៉ាហ្គាយវិញគឺអាមេរិកគ្របដណ្ដប់លើទីលានតែម្ដងបាទអញ្ចឹងវាមិនដូចគ្នាទេអញ្ចឹងណាហើយសម្រាប់អូស្ត្រាលីព្រមក៏ដឹងដែរបាទគាត់បានត្រឹមជើងខ្លាំងបាទជាមួយនឹងតំបន់អាស៊ីយើងនេះបាទមកជាមួយតំបន់អឺរ៉ុបហ្នឹងគាត់រៀងតឹងរបស់គេដែរនឹងឯងបាទសម្រាប់អូស្ត្រាលីបាទអញ្ចឹងដូចជាមិនមានអីទៀតទេប្រិមិត្តបាទថ្ងៃនេះដូចអស់ហើយ1ម៉ោងហើយបាទអរគុណប្រិមិត្តអរគ្នាដែលចំណាយពេលវេលាដែលមានតម្លៃតាមដានការផ្សាយដល់តាមដល់ចប់នេះហើយប្រិមិត្តដែលជា friend account ជាមួយខ្ញុំដែលអាចនឹងឆាតមកបាទសម្រាប់អាវបាទតាជាជាតិនេះដូចជា3-4ឆ្នាំហើយបាទសុនវិនីបាទសម្រាប់ជាជាតិបាទនៅមើលជាមួយនឹងខ្ញុំនេះគឺរាប់ឆ្នាំហើយបាទយើងនិយាយទៅមិនមែន3-4ឆ្នាំហើយ5-6ឆ្នាំហើយបាទសម្រាប់ជាជាតិនេះបាទសិតគេហៅថាអ្នកដែលស្រឡាញ់ចូលចិត្តកីឡាបាទអរគុណច្រើនបាទទាំងជាជាតិសុនវិនីអរគុណច្រើនបាទអញ្ចឹងជាចុងក្រោយនេះក៏ខន្តីអភ័យទោសសិនខ្ញុំបាននិយាយទៅមានការលឺលួខ្វះខាតនៅចំណុចណាមួយប៉ះពាល់ដល់អារម្មណ៍របស់ប្រិយមិត្តក៏ខន្តីអភ័យទោសហើយសម្រាប់ក្រុមដែលយើងនឹងអាចវិភាគបានថាតើនឹងអាចបាទលេខប្រមាណអាចនឹងលេខ1អាចនឹងលេខ2បាទអាចនឹងលេខ3ដែលល្អគឺចាប់ផ្ដើមពីប្រកួតទី3ទៅបាទអញ្ចឹងមានន័យថាជុំទី2នេះចប់បាទយើងអាចនឹងថ្លឹងថ្លែងបានខ្លះប៉ុន្តែបើសិនជាក្រុមណាប្រទេសណាដែលល្អខ្លាំងមកយើងអត់ទាន់និយាយបានទេតាំដល់វគ្គ32ក្រុមសិន32ក្រុមចប់ឡើងដល់វគ្គ16យើងអាចមើលបានទេ32ក្រុមនឹងប៉ះក្រុមនេះមិនដែរលេងនឹងខ្វះកន្លែងណាទៅកន្លែងណាអញ្ចឹងណាគ្រាន់តែប៉ុណ្ណេះយើងអាចនិយាយបានទេថាអូអ្នកនេះខ្លាំងណាអ្នកនោះខ្លាំងណាអត់ទាន់អាចនិយាយបានទេបាទនៅទេបាទដល់ពេលបិទឲ្យសាបាយសាមុនការរង្វល់ខ្ញុំគិតថាទូគីល្អជាងអាមេរិកតែដល់ពេលមើលទម្រង់លេងអាមេរិកល្អបាទអញ្ចឹងខ្ញុំបានជម្រាបជូនប្រិយមិត្តហ្នឹងណាខ្ញុំគិតថាអាមេរិកថ្ងៃនោះក៏មិនគិតថាមិនស៊ីដល់ម្លឹងណាបាទខ្ញុំគិតថាអាមេរិកដូចជាទៅស៊ីអីប៉ារ៉ាហ្គាយគេជើងខ្លាំងដែរបាទស៊ី4ញាក់សាច់បាទអញ្ចឹងវាន័យថាទម្រង់លេងរបស់អាមេរិកគឺមិនធម្មតាទេបាទអញ្ចឹងគូខ្ញុំឲ្យជម្រាបជូនប្រិយមិត្តម្ដងទៀតបាទវាយអាមេរិកវាយទូគី over Brazil បាទ Mr. Ram over អាមេរិកវាយទូគីបាទវាយ Brazil តាមទៅអ្នកសៀងរហូតតាម Mr. Ram ទៅបាទហើយប៊ុនរ៉ាទៀតបាទ USA 31ម៉ាក់ហៀបាទតាធ្វើមិនបានអាវបាទឆាតមកខ្ញុំមកបាទហើយចាប់ពី32ទៅយើងចាប់ផ្ដើមមានការលេងទូទាយអីខ្លះទៅផ្ដល់ជូនឲ្យទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទ32លេងវិញ32លេងធម្មតាបាទអត់មានអីទេបាទ32គឺអ្នកដែលត្រូវឡើងមកឧបមាថាលេខ2ប៉ះមួយលេខ2បាទលេខ1ត្រូវប៉ះមួយនឹងលេខ3ដែលល្អណែគឺគេបានចាប់រួចរាល់ហើយប៉ះគ្នាទៅហើយ32អ្នកដែលគេចាប់ហើយបាទត្រូវឧបមាថាលេខ1ពូល A ប៉ះជាមួយនឹងលេខ3ពូល B អញ្ចឹងប៉ះគ្នាហើយគេចាប់ហើយតាគាត់ត្រូវប៉ះគ្នាហ្នឹងបាទគាត់ត្រូវប៉ះគ្នាហ្នឹងអញ្ចឹងអត់មានអីត្រូវបាយប៉ះគ្នាហើយលេងធម្មតាហ្នឹងឯងបាទហើយអត់មានសំបន្ទុអីទៀតតែវគ្គ32ទៅគេហៅថា knock out ហើយអញ្ចឹងចាញ់ធ្លាក់ហើយអត់មានអីទៀតទេបាទប៊ុនរ៉ាខេមអនសួរវគ្គ32លេងមិនបាទលេងមិនហ្នឹងគឺចង់លេងពីនយោបាយមិនទេបាទ
vàខ្ញុំប្រគេនតាយូរហើយសូមអៅមកបានហ្នឹងហើយរ៉ាសាដែរម៉ាត់បាទសេរីរ៉ឺប USA ឆ្នាំនេះល្អបាទកាងបាទយប់នេះ over អាមេរិករង Scotland បាទវាយ Brazil វាយតូគីបាទតំណងដែរណាបាទកាងអរគុណច្រើនប្រិយមិត្តអរគ្នាជាចុងក្រោយជូនពរប្រិយមិត្តអរគ្នាឲ្យជួបតែសុខសុភមង្គលសំណាងល្អសុខភាពល្អជាឆ្ងាយរោគចង្រៃទាំងឡាយទាំងពួងប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីម្ដងប៉ុនប៉ងប្រាថ្នាជាចុងក្រោយនៅជាសារដដែលបើឈប់គ្រប់ត្រប់ឈប់ប្រើផលិតផលសៀមទាំងអស់គ្នាទៀតបាទសម្រាប់ពេលនេះផងដែរសម្រាប់ខ្ញុំបាទតានីក៏សូមអរគុណនិងសូមគោរពលា